សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់រឿងថ្មីរបស់យើងមួយរឿងទៀតហើយមួយចាប់ផ្ដើមរឿងដំបូងនឹងក៏បានដៀលម៉ែតាម៉ាងចាប់ផ្ដើមនិស័យរឿងរបស់យើងដំបូងបានបង្ហាញយើងឃើញនៅតួប្រុសជាមួយនឹងតួស្រីកំពុងតែនេះជាមួយនឹងគ្នាតួស្រីបាននិយាយថាមុនពេលដែលរៀបការនឹងសូមពិនិត្យមើលរូបរាងកាយរបស់គេសិនទោះបីជានៅមើលមិនឃើញក៏ដោយហើយបន្ទាប់មកអ្នកទាំងពីរក៏ធ្វើអ្នក single មកចាប់ផ្ងាពោះបាសជើងតាម៉ាងតួស្រីគឺជាមនុស្សពិការមើលមិនឃើញប្រមាណឆ្នាំហើយនៅពេលដែលនេះនឹងតួស្រីនឹងឆ្លៀតលួចស្ទាវក្បាលពោះគេទៀតនោះគ្រាន់តែជាការសម័យរបស់តួស្រីតែប៉ុណ្ណោះប៉ុន្តែមករឿងក៏កាត់មកកាន់ពេលបច្ចុប្បន្នដែលដៃរបស់តួស្រីកំពុងតែស្ទាវក្បាលពោះរបស់គេម្ដងទៀតតួស្រីរបស់យើងនេះមានឈ្មោះថាសុងយ៉ូនីងមានអារម្មណ៍ល្អហើយនៅអញ្ចឹងទៅបន្ទប់អ្នកជំងឺវិញនៅថ្ងៃនេះគឺជាថ្ងៃដែលតួស្រីរបស់យើងបានមើលឃើញវិញហើយនាងបានបើកកណាត់រំភ្នែកនេះចេញនិងបានមើលរៀងពីខាងក្រោយរបស់គេនាងគិតថានាងពិការភ្នែកមួយឆ្នាំហើយមិនបានជារៀងគូតដឹងរបស់នាងផ្លាស់ប្ដូរច្រើនយ៉ាងនេះបន្ទាប់មកនាងក៏ទាញទូរស័ព្ទយកមកមើលរូបរបស់នាងជាមួយនឹងគូតដឹងរបស់នាងអ្នកគ្រូពេទ្យក៏និយាយខ្សឹបខ្សៀលគ្នាក្រែងតែភ្នែករបស់តួស្រីពិការមែនទេមិនក៏អាចចុចទូរស័ព្ទបានតួស្រីលើបែបហ្នឹងក៏ទាញកណាត់បិទភ្នែករបស់នាងវិញទៅប៉ុន្តែមកបារម្ភម្នាក់នេះក៏ចាប់លើកលីតួស្រីរបស់យើងយកតាម៉ាងនេះគឺជាតួប្រុសរបស់យើងដែលក៏មានឈ្មោះថាស៊ីយៀនគឺជាអ្នកដែលមើលថែតួស្រីមករហូតមកនៅពេលដែលតួប្រុសបានជូនតួស្រីរបស់យើងត្រឡប់មកដល់ក្នុងបន្ទប់ហើយតួស្រីក៏ប្រាប់ឲ្យតួប្រុសរបស់យើងត្រឡប់ទៅធ្វើការវិញទៅនៅពេលដែលតួប្រុសចេញទៅផុតតួស្រីនាងក៏បើកកណាត់រងភ្នែករបស់នាងចេញហើយតួស្រីក៏បញ្ញាមកយកកដោមួយនេះដើម្បីទៅសប្រាយគូតដឹងរបស់នាងគិតថារយៈពេល1ឆ្នាំមកនេះដែលគូតដឹងរបស់នាងបានកំដរនាងនឹងសប្រាយគេធ្វើគេភ្ញាក់ផ្អើលនៅក្នុងថ្ងៃរៀបការតែម្ដងតួស្រីនាងនៅតែសម្ដែងធ្វើជាមនុស្សពិការភ្នែកដដែលនៅពេលនេះតួស្រីនាងបានមកកាន់ផ្ទះគូតដឹងរបស់នាងហើយនេះគឺជាមិត្តសម្លាញ់របស់តួស្រីដែលមានឈ្មោះថាមូយ៉ាឈីងហើយម្នាក់នេះគឺជាជើងយក្សដែលត្រូវជាគូតដឹងរបស់តួស្រីគិតថាការរៀបចំទាំងអស់នេះគូតដឹងរបស់នាងចង់សប្រាយនាងមែនទេតួស្រីភ្ញាក់ផ្អើលខ្លាំងមែនទែនបានឃើញគូតដឹងរបស់នាងថើបគ្នាជាមួយនឹងមិត្តសម្លាញ់របស់នាងព្រោះតួស្រីនឹងដឹងច្បាស់ថាទាំងពីរអ្នកក៏លួចចាក់នាងពីក្រៅខ្នងហើយທາງឈៀនក៏ប្រាប់ឲ្យគេឈប់ទៅតួស្រីត្រឡប់មកវិញហើយជើងយក្សក៏ធ្វើសញ្ញាមិត្តភក្តិរបស់គេមើលទៅកញ្ចក់ទូរទស្សន៍ទៅគេតែសើថាមិនមែនជាលើកទី1នោះទេខ្លាចអីទៅយ៉ាងណាក៏តួស្រីរបស់យើងមើលមិនឃើញនោះដែរហើយគេក៏ប្រាប់ទៅកាន់អ្នកគ្រប់គ្នាបើសិនជាណាគេខ្លាញ់ខ្លួនជាគេហើយលងតួស្រីសប្បាយចិត្តមុនរៀបការបាននោះគេនឹងជូនឡានថ្មីមួយគ្រឿងឲ្យភ្លាមបន្ទាប់មកគេក៏បង្ហាញឧបករណ៍បដូរសំឡេងទៅកាន់អ្នកគ្រប់គ្នាបន្ទាប់មកពួកគេក៏បញ្ញាប់ដណ្ដើមយកឧបករណ៍មួយហ្នឹងចំណែកតួប្រុសក៏ងើបទៅរកតួស្រីប្រាប់នាងកុំឲ្យខ្លាចអីតួប្រុសក៏ប្រាប់ឲ្យតួស្រីរបស់យើងអង្គុយចុះទៅគាត់នៅតែបន្លំខ្លួនធ្វើជាគូតដឹងរបស់តួស្រីស្មានតែតួស្រីរបស់យើងមើលឃើញចំណែកយ៉ាឈិញនឹងបានសុំជាងយាឲ្យថាប់នាងនៅចំពោះមុខតួស្រីខាងខ្លាំងមែនទែនគេថាជាងយាឲ្យតួប្រុសបន្លំខ្លួនធ្វើជាគេហើយគេថែមទាំងថើបគ្នានៅចំពោះមុខរបស់នាងទៀតអុយដើម្បីបញ្ឈឺទៅកាន់គេវិញតួស្រីក៏ងើបទៅថើបតួប្រុសរបស់យើងពឹបតាម៉ាងអុយលបល់យកធ្វើអ្នក single មកចាប់ងាប់ពោះបាសជើងបាត់ហើយចឹងនៅពេលដែលជើងយាឃើញបែបនឹងបើភ្នែកឡើងធំហើយគេក៏ប្រាប់ទៅបានតែមនុស្សនៅទីនេះច្រើនណាស់បន្តមកតួប្រុសក៏ជូនតួស្រីរបស់យើងទៅខាងលើដើម្បីនាំនាងទៅសម្រាកនៅពេលនេះតួស្រីនាងក៏បានទៅកាន់ម៉ាក់របស់នាងសំឡេងប៉ារបស់នាងក៏ស្រែកឡើងឲ្យតួស្រីរបស់យើងត្រឡប់ទៅផ្ទះវិញគាត់គឺមិនយល់ព្រមឲ្យនាងរៀបការជាមួយនឹងជាងយានោះទេហើយតួស្រីក៏ប្រាប់ទៅកាន់ម៉ាក់របស់នាងអីដែលម៉ាក់របស់នាងនិយាយគឺត្រូវហើយប្រុសទាំងអស់គឺសុទ្ធតែបោកប្រាស់នៅពេលនេះតួប្រុសបានសួរទៅកាន់ជាងយាបើសិនជាគាត់មានអីជាមួយនឹងតួស្រីតើគេនឹងឲ្យឡានទំនើបនោះមកឲ្យគាត់មែនទេជាងយាថាប្រកាសណាស់តួប្រុសចាប់អារម្មណ៍ជាមួយនឹងឡានទំនើបនឹងគេនឹងឲ្យមុនពេលដែលចេញទៅគេក៏បានឲ្យយោបល់ផ្ដល់ប្រឹក្សាទៅកាន់តួប្រុសធ្វើយ៉ាងម៉េចដើម្បីញ៉ៃតួស្រីរបស់យើងឲ្យបានបន្តមកតួប្រុសក៏ចូលមកក្នុងបន្ទប់និងបានឃើញតួស្រីកំពុងតែរកអីហើយគាត់ក៏បញ្ញាប់ចូលមកដើម្បីឲ្យតួស្រីរបស់យើងអង្គុយចុះវិញមើលទៅតួប្រុសហាក់បីដូចជាយកចិត្តទុកដាក់និងស្រឡាញ់តួស្រីរបស់យើងដល់ហើយអូយក្មេងតូចរបស់យើងក៏ចេះគូតដឹងបាននៅក្នុងចិត្តទៅហើយជាងយកគឺជាមនុស្សប្រុសថោកទាបធ្វើជាអ្នកប្រឹក្សាគេមកតាមញ៉ែសង្សាររបស់ខ្លួនឯងចំណែកឯមុខសម្នាក់នេះវិញបញ្ញាប់ពេកឡើងភ្លេចប្រើឧបករណ៍បដូរសំឡេងទៅហើយឯងតែថាយ៉ាងល្ងងមែនទេអាមនុស្សប្រុសថោកទាបចូលចិត្តមកផ្ដំគ្នាគេតែពឹងផ្អែកការដេកជាមួយនឹងមនុស្សស្រីដើម្បីខ្លាយទៅជាអ្នកមានមួយក្មេងតូចរបស់យើងធ្វើបែបនឹងឡើងគួរឲ្យស្រឡាញ់ឡើងខ្ជូតតាម៉ាងបន្តមកតួប្រុសក៏ងើបទៅអង្គុយក្បែរតួស្រីហើយតួស្រីក៏គិតទៅតើគេចាប់ផ្ដើមហើយមែនទេគួរស្អប់ខ្លាំងមែនទែនបញ្ញាប់ដល់ថ្នាក់ចង់បានឡានថ្មីហើយអូយក្មេងតូចរបស់យើងក៏សួរទៅនេះតើគាត់ចង់ធ្វើអីហើយតួប្រុសក៏ពុតតាម៉ាងតួស្រីគិតថាចាប់បាយអញចំណែកជាងយានេះវិញគេក៏កំពុងតែផ្អែមល្ហែមផងដែរតួស្រីគិតថាគូតដឹងបាននាងមិនខ្វល់ពីស្នេហារបស់នាងនោះទេហើយធ្វើឲ្យនាងខ្លាយទៅជាមនុស្សលេងសើចចាំមើលថាអ្នកណាខ្លាយទៅជាមនុស្សលេងសើចឲ្យពិតប្រាកដហ្នឹងអូយក្មេងតូចរបស់យើងក៏ចាប់តួប្រុសពឹបនឹងប្រាប់ទៅកាន់គាត់ទៅថានាងចង់នៅពីលើគាត់វិញក្មេងតូចរបស់យើងក៏ពឹបតាម៉ាងដែលធ្វើឲ្យអ្នក single មកចាស់ចំណែនគេងាប់ទៀតហើយពេលនោះស្រាប់តែជើងយាបានលើសំឡេងរបស់តួស្រីនាងថាតួប្រុសរបស់យើងការឆ្នាំកោមែនទេបានជាមានកម្លាំងខ្លាំងយ៉ាងនេះហើយជើងយាគេក៏បញ្ញាប់សម្រុកចូលមកក្នុងបន្ទប់ប៉ុន្តែនៅពេលដែលចូលមកដល់ហ្នឹងស្រាប់តែឃើញអ្នកទាំងពីរអត់មានអីជាមួយនឹងគ្នាផងឃើញត្រឹមតែសក់របស់តួស្រីកំពុងតែជាប់ជាមួយនឹងអាវរបស់តួប្រុសតែប៉ុណ្ណោះអូយតួស្រីរបស់យើងក៏សួរធ្វើពើទៅគឺជាមិត្តគូតដឹងរបស់នាងមែនទេ
តែគេមានបញ្ហាអីទៅស្ដាប់មើលទៅដូចជាខឹងម៉េះចឹងនិយាយប៊ីបើនិយាយអីមិនចេញនោះទេប៉ុន្តែបានមិត្តភក្តិរបស់គេជួយនិយាយវិញគាត់សង្ហាខ្លាំងណាស់ឥឡូវនេះម្យ៉ាងទៀតយ៉ាឈិញតែងតែតាមញ៉ែគេរហូតមិត្តប្រុសរបស់នាងក៏ដឹងរឿងនេះដែរហើយក៏រករឿងតែម្ដងទៅទូស្រីក៏ប្រាប់ទៅកាន់យ៉ាឈិញចំពោះរឿងនេះយ៉ាឈិញគឺខុសហើយយ៉ាឈិញថានាងមិនបានខុសនោះទេយប់នេះនាងនឹងលងសង្សាររបស់នាងឲ្យបានល្អបំផុតទូស្រីក៏ប្រាប់ឲ្យនាងឆាប់ទៅលងលំគេទៅនាងជាមួយនឹងប្តីរបស់នាងមួយថ្ងៃនេះក៏ហត់ដែរនាងក៏ត្រូវការលងលំគាត់ដូចគ្នាមុនពេលដែលចេញទៅទូប្រុសក៏បានផ្ដាំទៅកាន់គេដើម្បីកុំឲ្យបែកការគាត់នឹងប្រាប់ផ្ទះរបស់គេជាមួយនឹងឡានរបស់គេសិនជាមួយនឹងយ៉ាឈិញជិះតាក់ស៊ីទៅវិញទៅអូយក្មេងតបបើយើងខូចដែរប្រឹងស្ដាប់គេដែរហ្នឹងហើយនាងក៏សួរទៅកាន់ពួកគេថារួចរាល់ហើយនៅនាងងងុយគេញ៉ៃចឹងយើងអត់យល់ព្រមបកសាឡានអានោះទេយ៉ាងណាក៏ទូប្រាប់ឲ្យយើងយកពីដៃរបស់គេដែរអូយទូស្រីរបស់យើងក៏ក្បាលខូចណាស់ដែរប្រកែបិឈឺគេដែរហ្នឹងប៉ុន្តែការបិឈឺរបស់នាងមានប្រសិទ្ធភាពធ្វើឲ្យចឹងយើងរៀងស្លោអាចដែរនៅយប់នេះក្មេងតូចបើយើងកំពុងតែភ័យស្លន់ស្លោហើយនាងឆ្ងល់ខ្លាំងមែនទែនតែយប់នេះទូប្រុសទៅស្នាក់នៅទីនេះមែនទេនៅពេលនោះទូប្រុសក៏បើកទ្វារចូលមកហើយក្មេងតូចបើយើងក៏រៀបរកពីបាត់នាងធ្វើជាមើលមិនឃើញវិញទូប្រុសចូលមកក៏បានពាក់អាវនោះទេក្មេងតូចឃើញបែបនឹងបើកភ្នែកឡើងធំអូយក្មេងតូចបើយើងនឹងព្រាមរះដែរអ្នកទាំងអស់គ្នានាងគិតថានាងមើលមិនឃើញមួយឆ្នាំហើយនេះគឺជាលើកដំបូងដែលនាងបានឃើញរឿងបែបនេះទៅវិញពេលនឹងស្រាប់ទទួលប្រោតដល់កសែងរបស់គាត់ក៏វត្តចោលទៅម្ខាងកាន់មកកាន់ជាងយានៅវិញគេនៅអត់សក់នោះទេគូក្បាលរបស់គេគិតតែពីរឿងទូស្រីជាមួយនឹងទូប្រោបន្ទាប់មកគេក៏ប្រាប់ឲ្យអ្នករត់តាក់ស៊ីបើកត្រឡប់ទៅក្រោយវិញចំណែកក្មេងទៅគិតថាទូប្រោសតែអារម្មណ៍មែនទេចេញមកពីក្នុងបន្ទប់ទឹកភ្លាមផ្លាបដូរសម្លៀកបំពាក់នៅចំពោះមុខបាននាងទៀតនាងប្រាប់គូក្បាលរបស់ខ្លួនឯងនៅកុំឲ្យគេទូប្រោគ្រាន់តែជំនួសបោកប្រាស់ដើម្បីលុយតែប៉ុណ្ណោះទូប្រោក៏សួរទៅកាន់ទូស្រីភ្នែករបស់នាងមិនស្រួលមែនទេឲ្យគាត់មើលបន្តិចមើលអូយទូស្រីរបស់យើងបើកភ្នែកឡើងធំនិយាយថាពិតជាខ្លាំងមែនទូប្រុសសួរថាខ្លាំងអីទៅគឺអូនចង់មានន័យថាអូនងងុយគេងខ្លាំងណាស់កាំងងារធំមិនតាន់ធ្វើផងចង់គេងហើយស្ទីបបងទៅបងខំហាត់ប្រាណពេញមួយឆ្នាំយ៉ាងម៉េចដែរពីមុននឹងឥឡូវពេញចិត្តមួយណាជាងទូស្រីក៏ថាមកសោម្នាក់នេះលេងមែនទេបន្ទាប់មកទូប្រោក៏បំរើទូស្រីបើយើងនាងពេញចិត្តតាម៉ាងអូយរឿងលបល់យន់នេះសម្បុកកន្លែងឌីលអ្នកមើលម៉េះនៅពេលដែលចឹងយកមកដល់ក៏បានលើសំឡេងរបស់ទូស្រីនិយាយវាយ៉ាងបន្តិចបោកផងធំពេកចៅអូនខ្លាចណាស់បន្ទាប់មកគេក៏បានបើកទ្វារប្រាប់ទៅកាន់ទូស្រីថាគេនោះទេទៅជាគូស្នេហ៍របស់នាងទូប្រោជាមួយនឹងទូស្រីបានធ្វើអីដូចជាគេនោះទេទូប្រោកំពុងតែបន្តថ្នាំភ្នែកឲ្យទៅកាន់ទូស្រីតែប៉ុណ្ណោះអូយក្មេងទៅបើយើងក៏ធ្វើជាសួរទូប្រោណាគេមកទៀតដែរទូប្រោក៏ប្រាប់ទៅគឺជាមិត្តរបស់គាត់ដែលបានចូលរួមក្នុងកម្មវិធីមុននេះប្រហែលជាគេផ្លេចយករបស់អីទៅហើយទូស្រីក៏សួរទៅកាន់គេមុននេះគេនិយាយពីអីអ្នកណាប៉ែតអ្នកណាខ្លាំងអូគឺខ្ញុំមកទីនេះគឺយករបស់មកឲ្យចាំងជានោះទេគឺគេផ្លេចអាវភ្លៀងមិនតាន់រៀបការត្រឹមត្រូវនោះទេទូស្រីគិតថាគេនឹងគោរពតាមសន្យារបស់គេណាទើបត្រឡប់មកយករបស់នេះមកឲ្យវិញនៅពេលដែលចឹងយកចិនទៅបាត់ទូប្រាប់ឲ្យយើងក៏ចាប់ទូស្រីបាយយើងមកបឺតមកតាម៉ាងអូយក្មេងទៅបាយយើងគិតថាមិនតាមបាននិយាយអីផងក៏ចាត់ការឲ្យមែនទេព្រលឹមឡើងនៅពេលដែលទូស្រីភ្ញាក់ឡើងនាងគិតថាពួកគេទាំងពីរគឺមានទំនាក់ទំនងល្អជាមួយនឹងគ្នាណាប៉ុន្តែចឹងយកបាយជាឲ្យទូប្រាប់ឲ្យយើងប៉ះពាល់ខ្លួនរបស់នាងទៅវិញប្រពន្ធសម្លាញ់ភ្ញាក់ពីគេឲ្យមែនទេបន្ទាប់មកទូប្រាប់ក៏នាំទូស្រីបាយយើងឡើងឡានហើយទូស្រីឆ្ងល់ខ្លាំងមែនទែនចង់នាំនាងទៅណាទៅប្រពន្ធសម្លាញ់អង្គុយស្រួលបួលទៅអូយក្មេងទៅបើយើងគិតថាណាគេគឺជាប្រពន្ធរបស់គាត់ទៅគឺជាមនុស្សឆ្លៀតឱកាសពីនាងសោះមានណាទៅប្រាប់បានបិទមាត់កូនស្រីរបស់គេទៀតហើយទូស្រីគិតថាថើបទៀតហើយតែនាងក៏អបខ្លាំងណាស់មែនទេតាមពិតទៅទូប្រុសក៏នាំទូស្រីមកញ៉ាំបាយហើយទូស្រីនឹងក៏សួរធ្វើពើនៅទីនេះមានមនុស្សទេមិនក៏ស្ងាត់ម្ល៉េះប្រហែលជាលោកមិនដាច់ឯក្រាញ់អូនក៏ចូលចិត្តភាពស្ងប់ស្ងាត់ដែរមែនទេទូស្រីគិតថាពីមុននាងក៏មិនដែរណាត់គាត់នោះដែរចុះអ្នកណាប្រាប់គាត់ថានាងចូលចិត្តភាពស្ងប់ស្ងាត់នោះបន្ទាប់មកទូប្រុសក៏បញ្ចុកសាច់ទៅកាន់នាងហើយទូស្រីបើយើងគិតថាជាតិម៉ែជាតិនៅពេលនោះស្រាប់តែមានភ្ញៀវជាច្រើនចូលមកញ៉ាំអាហារនៅហាងនេះប៉ុន្តែត្រូវបានគេខកគេប្រាប់ថាហាងនេះត្រូវបានបាត់ហើយហើយគ្រប់គ្នាក៏បានឃើញទូស្រីដឹងថានឹងគឺជាគូទៅដឹងរបស់ជាងយាប្រុសម្នាក់នេះនិយាយថានឹងគឺជាប្រុសមកដែរដែលទូស្រីចាំមែនទេប៉ុន្តែលោកម្នាក់នេះមើលដឹងថាទូប្រុសរបស់យើងគឺជាអ្នកណាគេគិតថានេះមិនមែនជាកូនប្រុសរបស់តកូស៊ីទេមនុស្សដូចជាទូប្រុសសុំជួបក៏មិនបានជួបផងប៉ុន្តែមនុស្សស្មានទៅទូប្រុសលួចធ្វើជាជនទី3សោះចំណែកកញ្ញាម្នាក់នេះកំពុងតែលួចថតរូបសោកនឹងស្រាប់តែនៅគេមកប៉ះដៃរបស់នាងដែលធ្វើឲ្យនាងបានបង្ហោះរូបរបស់ទូប្រុសជាមួយនឹងទូស្រីភ្លាមហើយនៅពេលដែលជើងយក្សបានឃើញរូបមួយនឹងគេក៏ព្រោះទឹកឡើងពេញទូរស័ព្ទតែម៉ាងប៉ុន្តែមកជើងយក្សក៏ប្រញាប់ទៅកាន់ទូប្រុសនឹងបានស្ដីបន្ទោសឲ្យតែទូប្រុសកំពុងតែធ្វើអីចង់ប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាជើងយក្សត្រូវបានគេក្បត់មែនទេទូប្រុសក៏ប្រាប់ទៅថាគាត់កំពុងតែសម្ដែងធ្វើជាប្តីល្អបំផុតជំនួសគេអញចង់យើងអរគុណឯងមែនទេឆាប់នាំនាងត្រឡប់មកវិញហើយទូប្រុសក៏ឲ្យគេចេញលុយការណាត់ថ្ងៃនេះឲ្យគេរ៉ាប់រងផងអូយទូស្រីបើយើងគិតថាមនុស្សប្រុសម្នាក់នេះខ្លាំងមិនធម្មតានោះទេហ៊ានយកនាងធ្វើជាលេសដើម្បីបានផឹកស៊ីសប្បាយបន្ទាប់មកទូប្រុសក៏ប្រាប់ឲ្យគេគិតលុយទៅកុំភ្លេចចេញមកកាយបាល់ក្រុមហ៊ុនផងនៅពេលដែលទូប្រុសជាមួយនឹងទូស្រីចេញទៅបាត់គេក៏បញ្ញាប់ជួបថ្ងៃរបស់គេគិតថាសិទ្ធិអំណាចរបស់ទូប្រុសគឺពិតជាគួរឲ្យខ្លាចណាស់នៅពេលដែលចេញមកដល់ខាងក្រៅទូប្រុសបំរុងដើម្បីទូស្រីទៅកន្លែងឡានប៉ុន្តែទូស្រីបើយើងបដិសេធប្រាប់ទូប្រុសបើយើងឲ្យបើកឡានមកកន្លែងនេះមកនាងចូលចាំគាត់នៅកន្លែងនេះនៅពេលដែលគេចេញទៅបាត់ក៏និយាយតែម្នាក់ឯងទៅនៅសម្ដែងធ្វើបារម្ភទៀត
ពេលនោះយាយឈិងក៏វីដេអូខលមកកាន់តួស្រីរបស់យើងនិងបានបង្ហាញប៉ាម៉ាក់របស់ជើងជាឲ្យតួស្រីឃើញទៀតផងនាងប្រាប់តួស្រីរបស់យើងថានាងកំពុងតែនៅផ្ទះប៉ាម៉ាក់របស់មិត្តប្រុសនាងប៉ាម៉ាក់មិត្តប្រុសរបស់នាងតែងតែទទូចចង់ឲ្យនាងមកទីនេះតែនាងក៏ទៅនាំគ្រួសាររបស់នាងជួបពួកគាត់ដែរឬក៏អត់ពេលនោះផងដែរជើងយកក៏ចូលមកដល់ហើយថើបគ្នានៅចំពោះមុខរបស់តួស្រីទៀតហើយអូយតួស្រីរបស់យើងឃើញបែបហ្នឹងក៏គិតថាយករបស់សម្រាមដែលនាងបានបោះចោលយកមកបង្អួតនាងផងនៅពេលដែលតួប្រុសមកទទួលតួស្រីក៏ប្រាប់ទៅនាងអត់ចង់ទៅផ្ទះនោះទេចង់ឲ្យគាត់ជូននាងដើរទៅកំសាន្តកន្លែងណាមួយតួប្រុសបាននាំតួស្រីមកកាន់គ្រួសាររបស់ជើងយាកអ្នកមីងឃើញបែបហ្នឹងក៏និយាយថាតួស្រីហ៊ានក្បត់ចិត្តកូនប្រុសរបស់គាត់ផងបន្តមកជើងយាកក៏បញ្ញាប្រតិបត្តិមកប៉ាម៉ាក់របស់គេយ៉ាងលឿនកុំឲ្យពួកគាត់និយាយហើយគេក៏ប្រាប់ប៉ាម៉ាក់របស់គេបិទមកទៅគេបានជួបមនុស្សឲ្យមកបន្លំខ្លួនធ្វើជាគេនោះទេដើម្បីឲ្យគេមានឱកាសធ្វើរឿងផ្សេងយល់ដែរទេហើយប៉ាម៉ាក់របស់គេក៏ងក់ក្បាលប្រាប់ថាយល់ហើយយាឈិងក៏ខ្សឹបប្រាប់រឿងទាំងអស់នឹងទៅកាន់ជើងម៉ាន់ហើយជើងម៉ាន់នេះគឺជាប្អូនស្រីរបស់ជើងយាកហើយនាងក៏មកខ្សឹបប្រាប់អ្នកគ្រប់គ្នាក៏ខ្សឹបតគ្នាអញ្ចឹងទៅហើយទៅប្រុសគេថាគួរចាប់អារម្មណ៍ណាស់ពាក់មុខពោវិតងទៅកាន់មនុស្សគ្រប់គ្នានៅក្នុងគ្រួសារបន្តមកតួស្រីនឹងក៏សួរទៅនេះមកទេនេះរំខានពួកគេទេហើយអ្នកមីងក៏ប្រាប់ទៅវិញមិនរំខានទេនៅពេលដែលតួប្រុសជួនតួស្រីទៅអង្គុយស្រាប់តែយាឈិងយើងបានយកជើងរបស់នាងដើម្បីតាក់ជើងតួស្រីប៉ុន្តែមានតែបានតាក់ជើងតួស្រីណាតួស្រីរបស់យើងជន់ជើងរបស់នាងពើបតាម៉ាមួយនាងក៏បានស្រែកថាឈឺសំឡេងអីហ្នឹងនេះគឺជាសំឡេងរបស់យាឈិងមែនទេយាឈិងមិនមែនតែឯងកំពុងតែរីករាយនៅក្នុងផ្ទះរបស់មិត្តប្រុសឯងទេមិនបានជាឯងមកផ្ទះរបស់តកូជើងទៅវិញជើងយាកក៏បញ្ញាមកបិទមាត់របស់នាងប្រាប់ថាមែនទេហើយតួស្រីនឹងថាសំឡេងរបស់ជើងយាកដូចជាធ្លាប់ឮហើយអ្នកមីងក៏ប្រាប់ទៅថាគេគឺជាអ្នកបម្រើមកថ្មីអ្នកមីងក៏ប្រាប់ឲ្យយាឈិងចាប់នាំតួស្រីទៅអង្គុយសម្រាកទៅយាឈិងបានត្រឹមតែខំមកសង្កត់ចិត្តធ្វើជាអ្នកបម្រើសិនចាជើងយាកក៏សួរតួប្រុសមិនបានជានាំតួស្រីមកទីនេះតួប្រុសថាតួស្រីចាំមកដល់ខ្លួនឯងហើយគាត់ក៏មិនដឹងដែរថានេះគឺជាផ្ទះរបស់គេនោះជើងយាកក៏ប្រាប់ឲ្យតួប្រុសបដូរគ្នាវិញទៅនៅពេលដែលតួស្រីបើយើងលើកបែបហ្នឹងនាងក៏ធ្វើជាចង់ដួលទៅក្បែរតួប្រុសរបស់យើងវិញលោកប្តីអូនគិតថាបើមកជួយអូនវិញទៅស្រីបម្រើម្នាក់នោះវាឆ្កងណាស់វានឹងធ្វើឲ្យអូនដួលទៅហើយអូយតួប្រុសរបស់យើងក៏លើក3តួស្រីរបស់យើងពឹបតាម៉ាងនៅពេលដែលញ៉ាំបាយតួស្រីក៏ប្រាប់ទៅកាន់តួប្រុសថានាងចង់ញ៉ាំនំខេកហើយតួប្រុសក៏បញ្ចុកនំខេកនឹងទៅកាន់នាងទៅអូយជើងយាកឃើញបែបហ្នឹងក៏គិតថាស៊ីយានអាមនុស្សល្ងងពេលណារកឱកាសដូរជាមួយនឹងឯងបានទៅបន្តមកជើងម៉ាន់ក៏និយាយថាវាហួសហេតុពេកហើយទោះបីជាប្រការភ្នែកក៏ដោយក៏មិនដល់ថ្នាក់ឲ្យគេបញ្ចុកបែបនេះដែរអ្នកមីងថាមែនហើយមិនតាន់រៀបការត្រឹមត្រូវហងដល់ថ្នាក់ឲ្យគេបញ្ចុកហើយពេលដែលរៀបការមែនទែនគាត់មិនអនុញ្ញាតឲ្យកូនប្រុសរបស់គាត់បម្រើនាងនោះទេទោះស្រីក៏ប្រាប់ទៅថាអ្នកទាំងអស់គ្នានឹងយកច្រឡំហើយយកមិញនឹងបានមើលថែប្តីរបស់នាងរហូតដល់អស់កម្លាំងព្រោះតែគាត់បន្តមិនឈប់នោះទេអូយលោកតាជាងលើបែបนั้นឡើងចង់បាបពុះផ្ងាយជើងតាម៉ាងជាងយកគេថាយកមិញសួរតួប្រុសរបស់យើងច្បាស់ណាស់ថាគ្មានរឿងអីកើតឡើងនោះទេឥឡូវនេះបើជាខាងស្រីថាបន្តមិនឈប់អូយចប់ហើយចំណែកជើងម៉ាន់ស្ដាប់លើបែបហ្នឹងក្តៅដោយបាយពុះតាម៉ាងក៏ប្រហែលជាលួចស្រឡាញ់តួប្រុសឲ្យមកទៅបន្តមកយាឈិងក៏ប្រាប់ទៅកាន់នាងកុំបារម្ភអីគេមានវិធីបន្ទាប់មកយាឈិញនាងក៏បានចាប់យកសត្វល្អិតមួយដាក់ចូលទៅក្នុងកែវរបស់តួស្រីហើយនាងក៏បកគោលវាឲ្យតួស្រីរបស់យើងផឹកប៉ុន្តែតួប្រុសរបស់យើងបានប្រាប់ទៅកាន់នាងវិញថាតួស្រីមិនស្រួលខ្លួនមិនអាចផឹកផ្ដេសផ្ដាសបានទេតួស្រីសោកស្ដាយមែនទែនដែលជ្រើសយកប្តីជាមួយនឹងគ្រួសារដែលថោកទាបបែបនេះទៅវិញបែរជាប្រុសក្មេងម្នាក់នេះជួយការពារនាងទៅវិញហើយតួស្រីក៏ប្រាប់ទៅបើទោះបីជានាងមិនអាចផឹកបានមែនប៉ុន្តែមុននេះសម្ដីរបស់នាងរៀងធ្ងន់បន្តិចហើយមកខែនេះជូននាងទុកជាការសុំទោសមិនអីនោះទេខ្ញុំផឹកវាទៅចោះក៏មិននាំបាយយាឈិញតែប៉ុន្តែនាងចង់យកវាទៅចាក់ចោលអ្នកទាំងអស់គ្នាមានណាតួស្រីរបស់យើងប្រាប់ឲ្យប្តីរបស់នាងជួយថតវីដេអូទុកឲ្យនាងផងហើយអ្នកមីងក៏ប្រាប់នាងឲ្យឆាប់ផឹកវាលឿនទៅអូយបើទោះបីជានាងមិនចង់ផឹកក៏ដោយប៉ុន្តែនៅពេលនេះត្រូវតែបង្ខំចិត្តផឹកមិនតែបានផឹកចូលផងក៏រកក្អួតមានណាជាងយាកបានខ្ទប់មាត់របស់នាងឡើងចិត្តបន្តមកជាងយាកគេក៏បានចូលមកផ្លាស់ប្ដូរជាមួយនឹងតួប្រុសរបស់យើងវិញគ្រាន់តែគេចាប់ដៃរបស់តួស្រីពើបតួស្រីបានទះគេមកកាភ្លៀងផាច់តាម៉ាងអាយ៉ាបាញ់មិញអូនដូចជាលឺសំឡេងមកលោកប្តីមិញនឹងអូនបានវាយត្រូវមកបងនៅទីនេះដូចជាមានមូសច្រើនណាស់ថែមទាំងមានក្លិនស្អុយទៀតអូយក្តៅដូចបាយពូនចឹងត្រឹមមិនបាននោះទេប្រាប់ឲ្យតួប្រុសទៅអង្គុយវិញទៅចំណែកតួប្រុសវិញតួស្រីមិនវេឲ្យថែមទាំងថើបទៅកាន់តួប្រុសទៀតមិនអាណិតដល់ចិត្តអ្នកមើល single មកចាស់សន្តិចថើបតាម៉ាងជាងយកឃើញបែបនឹងស្ទើរតែតាមមិនបានទៅហើយប៉ុន្តែក៏ត្រូវបានអ្នកមីងបញ្ញាប់នាំគេចេញពីទីនឹងយ៉ាងលឿនតួស្រីក៏សុំតួប្រុសរបស់យើងទៅក្នុងបន្ទប់ទឹកហើយឲ្យតួប្រុសអង្គុយនៅទីនឹងហើយនេះមិនមែនជាក្មេងនោះទេនឹងអាចទៅខ្លួនឯងបានក៏បំណងរបស់តួស្រីចង់ដឹងថាតើពីអ្នកម៉ែកូននៅមានល្បិចអីផ្សេងទៀតនៅពេលនេះអ្នកមីងបានប្រាប់ទៅកាន់កូនប្រុសរបស់គាត់មនុស្សខ្វាក់តែគ្មានតកោច្បាស់លាស់ដូចជាតួស្រីបានធ្វើគ្រួសាររបស់គាត់អាម៉ាស់ត្រូវតបែកគ្នាជាមួយនឹងនាងភ្លាមហើយតួស្រីរបស់យើងនៅខាងក្រៅបានស្ដាប់ឮទាំងអស់នាងថាគ្រួសាររបស់ពួកគេទេទៅជាមនុស្សខ្វាក់ភ្នែកនោះអាយុជីវិតរបស់កូនគាត់នឹងគឺជានាងគឺជាអ្នកសង្គ្រោះហើយសមត្ថភាពរបស់កូនប្រុសរបស់គាត់ក៏ជានាងគឺជាអ្នកផ្ដល់ឲ្យបើគ្មានតួស្រីគ្រួសាររបស់ពួកគេគ្មានអីនោះទេអ្នកមីងក៏ផ្ដល់យោបល់ឲ្យទៅកាន់កូនប្រុសរបស់គាត់មិនចាំបាច់រៀបការជាមួយនឹងតួស្រីនោះទេគ្រាន់តែឲ្យពីហ៊ុនខ្លះតែនាងទៅឬមួយក៏ចាត់ប្រកាន់តួស្រីថាគឺជាអ្នកផាត់ក្បត់គេក៏បានដល់ពេលនោះនាងខ្លាចទៅជាអ្នកខុសទាំងស្រុងភិហ៊ុននោះក៏មិនត្រូវបានទៅនាងដែរហើយគេក៏នៅតែអាចយកយាឈិញបាន
បន្ទាប់មកគេក៏ប្រាប់ទៅកាន់ម៉ាក់របស់គេវិញគេយកយ៉ាឈីងគ្រាន់តែជាមនុស្សស្រីលែងសាច់នោះទេអ្នកដែលគេស្រឡាញ់ពិតប្រាកដគឺជាតួស្រីអ្នកមីងក៏ប្រាប់ទៅនៅពេលដែលគេទទួលបានភាគហនហើយតួស្រីឬក៏យ៉ាឈីងគេអាចជ្រើសរើសបានតាហើយជើងយកក៏យកព្រមស្ដាប់តាមម៉ាក់របស់គេទៅតាមពិតទៅភាគហនទាំងអស់ហ្នឹងតួស្រីនឹងបានរៀបចំដើម្បីទុកឲ្យជើងយកអស់ហើយនាងទុកវាគឺជាថ្លៃបណ្ណាការហើយក៏ចង់សប្រាប់គេផងដែរប៉ុន្តែវាជាសំណាងល្អហើយដែលតួស្រីបានដឹងពីមុខមាត់ពិតរបស់គេមុននៅពេលនោះស្រាប់តែជើងម៉ាន់បានមកចាប់ដៃតួស្រីបើយើងពឹបតាម៉ាងជើងម៉ាន់ថាកម្មចដានេះខ្វាត់ខ្វែងណាស់មិនបានជាតួស្រីអាចឡើងមកបានគឺនាងសម្ដែងធ្វើជាខ្វាក់មែនទេអូយតួស្រីបើយើងក៏ប្រាប់ទៅព្រោះតែនាងបានលើរឿងដែលចាប់អារម្មណ៍ខ្លះតែបានជានាងមិនបានប្រើដបងមួយនេះបានអញ្ចឹងនាងទទួលស្គាល់ហើយមែនទេល្អខ្លាំងណាស់នាងប្រកាសជាត្រូវស្លាប់មិនខាននោះទេនាងធ្វើពុតជាខ្វាក់បន្ទាប់មកជើងម៉ាន់ក៏ប្រឹងយករឿងនឹងប្រាប់ទៅកាន់អ្នកគ្រប់គ្នាប៉ុន្តែតួស្រីបើយើងចាប់បោចសក់នាងត្រឡប់មកវិញហើយតួស្រីនឹងក៏យករឿងមកគំរាមតែនាងគឺជាកូនស្រីខ្លាំងខ្លាយយកមកគំរាមអូយស្ដាប់លើបែបនឹងជើងម៉ាន់នាងក៏រៀងភ័យដែរហើយក៏សួរទៅកាន់តួស្រីទៅមិនក៏ធ្វើរឿងបែបនេះដាក់បងប្រាប់របស់នាងហើយតួស្រីក៏ប្រាប់ទៅហ្គេមមួយនេះគឺជាបងប្រាប់របស់នាងនោះទេដែលជាអ្នកចាប់ផ្ដើមមុនភាពខ្មៅងងឹតក៏បងប្រាប់របស់នាងគឺជាអ្នកធ្វើដែរហើយតួស្រីគ្រាន់តែជាអ្នកចូលរួមសម្ដែងនោះទេបាននេះហ៊ានតែកន្លះសម្ដែងនោះយើងនឹងប្រាប់ឲ្យអ្នកគ្រប់គ្នាដឹងអីដែលស័ក្តិសមចំពោះនាងខ្លះនោះចំណែកតួប្រុសរបស់យើងបានស្ដាប់លើការសន្ទនារបស់អ្នកទាំងពីរទាំងអស់បន្ទាប់មកតួប្រុសក៏ឡើងមករកជើងម៉ាន់ហើយនិយាយគំរាមទៅកាន់នាងបើសិនជានាងហ៊ានមើលងាយតួស្រីរបស់យើងម្ដងទៀតនោះនាងនឹងត្រូវបាត់ខ្លួនចេញពីក្រុងនេះហើយនៅពេលដែលតួប្រុសចូលមករកតួស្រីក៏បបួលតួប្រុសរបស់យើងឲ្យទៅផ្ទះហើយអ្នកមីងក៏ខកតួស្រីរបស់យើងប្រាប់ឲ្យនាងនៅសម្រាប់នៅទីនេះសិនទៅមើលតែមេឃវាក៏ងងឹតផងដែរហើយក៏ប្រាប់ឲ្យតួស្រីនៅដេកបន្ទប់ជាមួយនឹងកូនប្រុសរបស់គាត់ប៉ុន្តែវាមិនល្អនោះទេពួកយើងនៅមិនតាន់រៀបការជាមួយនឹងគ្នាត្រឹមត្រូវនោះទេយូរនេះឯងតែងតែស្ថិតនៅក្នុងចិត្តរបស់អ្នកមីងជានិច្ចមីងតែងតែទុកឯងគឺជាកូនប្រសាស្រីរបស់មីងយូរណាស់មកហើយមីងទ្រាំលេងបានហើយមីងចង់ពរចៅអូយក្មេងតូចបើយើងក៏គិតនៅក្នុងចិត្តរបស់នាងទៅយាយកាចាស់ម្នាក់នេះពិតជាប្រកែកសម្ដែងមែនបន្ទាប់មកតួស្រីក៏សួរទៅកាន់តួប្រុសតែគាត់ចង់នៅទេចឹងយាយក៏ធ្វើមកម្ហូបឲ្យតួប្រុសរបស់យើងនៅហើយតួប្រុសក៏ប្រាប់ទៅឲ្យតែនាងយកព្រមនៅក៏តាមនាងទាំងអស់សាច់ញាតិទាំងអស់មិនតាន់ទៅមែនទេអូនមិនចង់ឲ្យពួកគេដឹងនោះទេតួប្រុសក៏កុហកទៅពួកគេចេញទៅអស់ហើយអូយក្មេងតូចបើយើងក៏គិតនៅក្នុងចិត្តអាមុខសម្នាក់នេះចេះកុហកផងបន្ទាប់មកតួស្រីក៏សួរទៅកាន់តួប្រុសនៅក្នុងផ្ទះនេះមានសម្ភារៈបង្កើនចំណង់ទេលើកដំបូងរបស់នាងចង់សាកល្បងជាមួយនឹងគាត់ខ្លាំងណាស់ម្នាក់ស្រាប់លេងចឹងឡើងវាយទៅមកអ្នកខ្លះឡើងចង់ក្អួតឈាមចំណែកអ្នកមីងក៏បញ្ញាប់ដេញពួកគេឲ្យត្រឡប់ទៅវិញនៅពេលនេះចឹងមិននឹងទាំងចិត្តខ្លាំងមែនទែនដឹងថាតួស្រីរបស់យើងកំពុងតែសម្ដែងនោះទេស្ដាយណាស់នាងមិនអាចប្រាប់បាននោះឡើយហើយតួប្រុសក៏ប្រាប់នាងថាយកព្រមយកនាងឲ្យនាងត្រៀមខ្លួនទៅបន្ទាប់មកអ្នកគ្រប់គ្នាក៏មករៀបចំកន្លែងដែលត្រូវផ្សំដំណេកឲ្យតួប្រុសជាមួយនឹងតួស្រីមកទៅកាន់ចង្កៀកទៅដឹងថាគេពេញចិត្តប៉ុណ្ណាបន្ទាប់ពីរៀបចំបន្ទប់រួចរាល់អ្នកមីងក៏ចេញទៅដើម្បីទៅហៅអ្នកកសែតនេះគឺជាផែនការរបស់ពួកគេចាប់តួស្រីរបស់យើងថានាងបានក្បត់ផាត់នៅពេលដែលពូមីងចេញទៅបាត់ជើងម៉ាន់នាងក៏ចូលមករកបងប្រុសរបស់នាងចូលមកប្រាប់បងប្រុសរបស់នាងភ្នែករបស់តួស្រីមិនបានខ្វាក់នោះទេប៉ុន្តែនៅពេលនោះតួស្រីនាងក៏បានចូលមកខាងក្នុងល្មមអូយគ្រាន់តែឃើញតួស្រីរបស់យើងភ្លាមនឹងនៅមិនបាននោះទេបញ្ញាប់ដាក់មេប្រូចរត់ទៅយ៉ាងលឿនចំណែកជើងយាកមុនពេលដែលចេញទៅគេបានផ្ដល់សញ្ញាបែបនេះឲ្យតួប្រុសអូយដើរចេញមិនតាមបានប្រមាណផងតួស្រីក៏បានតាក់ជើងរបស់គេដួលផ្កាប់មុខតាម៉ាងទោះបីជាឈឺក៏គេមិនហ៊ានបញ្ចេញសម្លេងនោះដែរខ្លាចតួស្រីរបស់យើងដឹងហើយតួស្រីរបស់យើងនឹងក៏សួរធ្វើពើអំបាញ់មិញនឹងតាអីហ្នឹងតួប្រុសក៏ប្រាប់តែគ្មានអីនោះទេបន្ទាប់មកតួប្រុសក៏បញ្ញាប់បាត់ទ្វារចំណែកទឹកមុខរបស់ជើងយាកនៅពេលនេះពិបាកមើលខ្លាំងមែនទែនពីព្រោះថាមនុស្សដែលគេស្រឡាញ់កំពុងតែចូលទៅក្នុងបន្ទប់ជាមួយនឹងប្រុសផ្សេងនៅពេលនោះតួប្រុសឆ្ងល់ខ្លាំងមែនទែនមិនសមមិញតួស្រីមិនឲ្យគាត់ប៉ះនោះទេថ្ងៃនេះបែរជាចូលមកក្នុងបន្ទប់បញ្ញាប់ផ្សំដំណេកទៅវិញតើតួស្រីនឹងចង់ធ្វើអីឲ្យប្រកាសទៅចំណែកតួស្រីងូតទឹករួចក៏បញ្ញាប់បង្អោបតួប្រុសរបស់យើងពីក្រោយតាម៉ាងហើយបន្ទាប់មកនាងក៏ថាតួប្រុសរបស់យើងតិចដែលធ្វើអ្នកមើល single មុខចាស់ចំណានគេងាប់តាម៉ាងហើយតួស្រីក៏និយាយទៅមិនសមមិញគាត់បានធ្វើដាក់នាងបែបនេះមិនក៏គាត់មិនធ្វើបែបនេះទៀតទៅកុំប្រាប់ថាគាត់មិនបានធ្វើអីឲ្យសោះមុនពេលរៀបការនាងត្រូវតែត្រួតពិនិត្យព្រោះថាអ្នកមីងគាត់ក៏ចង់បានចៅ3ឆាប់ដែរបន្ទាប់មកតួស្រីនាងក៏ពិនិត្យមើលតំណែងថាពេទ្យឬមួយក៏អត់សត្វឬមួយក៏ខ្លែងអូយតួប្រុសរបស់យើងខឹងដែរគេថាចាងយាកនឹងគេល្អប៉ុណ្ណាទៅធ្វើឲ្យតួស្រីចង់បង្កើតកូនជាមួយនឹងគេខ្លាំងម្ល៉េះតួប្រុសក៏ប្រាប់ទៅកាន់តួស្រីល្អណាស់យប់នេះគាត់នឹងធ្វើឲ្យនាងឆាប់មានកូនទៅចោះអូយរឿងនេះថើបគ្នាហត់អត់ដឹងថាដៀអ្នកមើលយ៉ាងម៉េចឲ្យឈឺនោះទេយ៉ាងម៉េចឲ្យជីវិតចង់មានថ្ងៃអញ្ចឹងដូចគេឲ្យគ្មានថ្ងៃនោះទេនៅ single មកចាញ់អញ្ចឹងរហូតនឹងកាន់មកកាន់ជើងយាកណាវិញនៅពេលនេះគេបានចូលមកក្នុងបន្ទប់មួយនេះយកឈិញបបួលគេធ្វើរឿងដូចតួស្រីដែរប៉ុន្តែត្រូវបានគេបដិសេធនៅពេលនោះស្រាប់តែមានគេម្នាក់ទេទូរស័ព្ទទៅកាន់គេហើយគេក៏ប្រាប់ពីកិច្ចសន្យាដែលតួស្រីបំរើនឹងផ្ទៃពីហ៊ុនឲ្យទៅកាន់ជើងយាកនៅពេលដែលតួស្រីជាមួយនឹងជើងយាកនឹងបានចោះសម្រាប់ពីជាមួយនឹងគ្នារួចជើងយាកបើកភ្នែកឡើងធំនិយាយថាតួស្រីរបស់យើងបានត្រៀមមកគេរួចហើយអូយគ្រាន់តែដឹងដំណឹងបែបហ្នឹងទូរស័ព្ទក៏ធ្លាក់ចេញពីដៃរបស់គេតាម៉ាងបន្ទាប់មកគេក៏បញ្ញាប់រត់មករកតួស្រីយ៉ាងលឿនប្រាប់តួស្រីរបស់យើងថាមិនអាចដេកជាមួយនឹងគេបាននោះទេគេទៅជាជើងយាកពិតប្រាកដលោកប្តីនេះអ្នកបម្រើរបស់បងមានបញ្ហាផ្លូវចិត្តមែនទេកុំខ្លាចអីប្តីរបស់អូននៅទីនេះហើយគេក៏ប្រាប់ទៅថាគេទៅជាជើងយាកពិតប្រាកដនាងមិនស្គាល់សម្លេងរបស់គេទេអីតួស្រីក៏ប្រាប់ទៅវិញទៅធ្វើតែភ្នែករបស់នាងមើលមិនឃើញ
ប៉ុន្តែនាងមិនអាចស្គាល់សម្លេងប្តីរបស់នាងដោយរបៀបណាទៅជាងយកក៏ឲ្យតួប្រុសឆាប់យល់តួស្រីថាមានរឿងអីកើតឡើងបំរុងនឹងរត់ទៅរកតួប្រុសប៉ុន្តែអ្នកមីងខាត់គេទៅវិញឯងកំពុងតែធ្វើឆ្កួតអីហ្នឹងមិនបានជាឯងខ្លាចបន្លំធ្វើជាកូនប្រុសរបស់យើងទៅវិញតួស្រីក៏ប្រាប់ទៅកាន់អ្នកមីងអ្នកបម្រើម្នាក់នេះមានគោលបំណងមិនល្អនោះទេអ្នកមីងបញ្ញាប់ទេទូរស័ព្ទទៅប្តឹងប៉ូលីសទៅអូយគេបំរុងប្រាប់ថាគេគឺជាជាងយៈទៅហើយប៉ុន្តែប៉ារបស់គេចាប់បិទមាត់គេចិត្តតែម៉ាងអ្នកមីងប្រាប់ឲ្យតួប្រុសជាមួយនឹងតួស្រីសប្បាយទៀតទៅតួគាត់គឺជាអ្នកចាត់ការមិនអីនោះទេហើយប៉ាម៉ាក់របស់គេចាប់គេចេញមកខាងក្រៅអ្នកមីងក៏ប្រាប់ឲ្យគេនឹងយកខុសមកគិតកុំឲ្យគេនឹងអត់ខុសដូចជាពួកអាសៀមរឿងនេះក៏នឹងធ្វើបាយទ្រីដូច្នេះភាគហ៊ុននឹងបានមកកាន់គាត់ហើយជាងយៈគេក៏ប្រាប់នៅពេលដែលគេបានការជាមួយនឹងតួស្រីភាគហ៊ុនទាំងអស់នឹងបានមកកាន់គេដោយឥតគិតថ្លៃហើយមេធាវីរបស់តួស្រីទៅមកប្រាប់គេអំបញ្ញមិញលើបែបហ្នឹងអ្នកមីងក៏កោសទួយឲ្យតួស្រីរបស់យើងចេញមកកុំអាលតាន់ចូលទៅដេកអីតួស្រីមកប្រាប់ថាមិនកើតនោះទេនឹងត្រូវបន្តពួយពងបាតកោជាងសិនអូយប៉ាម៉ាក់របស់គេនៅពេលនេះមិនអាចធ្វើឲ្យបាននោះទេបានត្រឹមតែលងលោមគេរួចក៏ដែរចេញទៅអស់ទៅប៉ុន្តែមកចាឈីងក៏ចូលមករកគេនឹងប្រាប់ទៅកាន់គេថាពួកគេត្រូវបានតួស្រីរបស់យើងបោកឲ្យឆាប់ល្ងងទៀតទៅបន្ទាប់មកចាឈីងនាងក៏បានសម័យនៅឃើញរឿងដែលតួស្រីរបស់យើងបានចន់ជើងរបស់នាងហើយនាងផាត់តកោដែលមានសត្វល្អិតនៅក្នុងកែវដោយសារតែមានការសង្ស័យទៅនាងទៅកម្មវិធីពេទ្យដែលតួស្រីបានសម្រាប់ព្យាបាលភ្នែករបស់នាងដើម្បីសួរនាំឲ្យច្បាស់អូយបន្ទាប់ពីសម័យរួចនាងក៏គិតទៅសំណាក់ឲ្យដែលនាងឆ្លាតចំណែកជាងយៈវិញគេបានខ្វល់ពីសម្ដីរបស់នាងនោះទេកំពុងតែលបស្ដាប់នឹងឯងជាងយៈនេះបងឈួតហើយមែនទេនាងបានបោកជាងគ្រប់ពេលវេលាបងនៅមិនតាមានប្រតិកម្មអីទៀតមែនទេអូយជាងយៈពិតជាខ្លាំងមែនទេថាមិនអាចទៅរួចនោះទេតួស្រីគឺស្មោះត្រង់ជាមួយនឹងគេខ្លាំងណាស់ហើយគេក៏ប្រាប់ទៅកាន់នាងថាគេយកនាងគ្រាន់តែលេងសើចតែប៉ុណ្ណោះថ្ងៃស្អែកគេនឹងសុំតួស្រីរៀបការយល់ដែរទេហើយនាងក៏សួរទៅកាន់គេវិញចង់បានន័យថាយ៉ាងម៉េចហើយជាងយៈក៏សួរទៅកាន់នាងវិញចង់បានចិញ្ចៀនដែរទេគេនឹងទិញចិញ្ចៀនដែលថ្លៃបំផុតឲ្យនាងសុំនាងក៏បង្ករឿងទៅបានទេនាងត្រូវតែចាក់ចេញទៅវិញដោយស្ងៀមស្ងាត់ហើយនៅពេលដែលជាងយៈចេញទៅបាត់នឹងនាងពិតជាខ្លាំងមែនទែនប៉ុន្តែខាងជាមួយនឹងតួស្រីរបស់យើងនៅថ្ងៃនេះជាងយៈបានប្រាប់ទៅកាន់តួប្រុសរបស់យើងការផ្នត់ត្រូវបានបញ្ចប់ហើយគេមិនចង់ឲ្យតួប្រុសធ្វើជាតួជំនួសគេទៀតនោះទេហើយថ្ងៃនេះគេនឹងសុំតួស្រីរបស់យើងរៀបការអូយគ្រាន់តែតួប្រុសស្ដាប់លើបែបហ្នឹងក៏ចាប់កបួយកោអាវគេយកទៅមកជាងយៈប្រាប់ឲ្យតួប្រុសរបស់យើងឆាប់លេងគេទៅតួប្រុសបង្វេយមកពេលច្រឡំបាត់ទៅហើយនេះការផ្នត់ឲ្យចាប់លេងទៀតហើយមែនទេអញ្ចឹងគេមិនចាត់ទុកថាមកខៈមែនទេជាងយៈក៏ប្រាប់ទៅឡាននោះគេបកលឲ្យតួប្រុសចាស់នៅក្នុងថ្ងៃគោលកំណត់របស់យាយឈិញឡាំឡើយតួស្រីចង់សុំគេរៀបការតែមនុស្សច្រើនពេកទៅធ្វើឲ្យនាងខ្មាស់អៀនដូច្នេះថ្ងៃនេះគេនឹងបដូរគេគឺជាអ្នកសុំតួស្រីរបស់យើងរៀបការវិញហើយបានក្បត់ឲ្យបោកប្រាននាងឯងមិនគិតថាខុសបន្តិចទេឯងចំណែកតួស្រីកំពុងតែចូលស្ដាប់អ្នកទាំងពីរនិយាយតួស្រីរបស់យើងគិតថាតួប្រុសគិតតែចង់ចំណេញមិនចង់គិតខាតបន្តិចទេអីបន្ទាប់មកតួស្រីនាងក៏ស្រមៃនៅឃើញរឿងការពីយប់នោះនាងឃើញតួប្រុសដ៏អើស្មានតែតួប្រុសគិតអីមិនល្អចំពោះនាងហើយក្មេងតូចរបស់យើងក៏លោកយកកូនកំបិតដែលនៅទីនេះដើម្បីការពារខ្លួនប៉ុន្តែតួប្រុសបែរជាប្រាប់នាងថាគាត់ទៅងូតទឹកសិនហើយពេលដែលគាត់ចេញទៅផុតនាងក៏និយាយតែម្នាក់ឯងថាតួប្រុសរបស់យើងមានចិត្តគំនិតល្អខ្លាំងដែរតែនៅពេលនេះជាងយៈក៏សួរទៅកាន់តួប្រុសរបស់យើងកំពុងតែនិយាយស្អីវាគឺជាធម្មជាតិរបស់មនុស្សប្រុសនោះទេដែលទៅរកស្រីនៅខាងក្រៅជារឿងធម្មតានោះទេយ៉ាងណាក៏តួស្រីនៅតែជាប្រពន្ធរបស់គេដែរតួប្រុសថាចុះតួស្រីមានសិទ្ធិអីខ្លះទៅពីមុនគេក៏មិនបានស្រឡាញ់តួស្រីដែរមែនទេម្យ៉ាងវិញទៀតបើប្រៀបធៀបជាមួយនឹងមនុស្សស្រីខាងក្រៅតួស្រីក៏អស្ចារ្យស្រាប់ហើយបាននាងរៀបរៀងគេមិនអាចទៅរកស្រីខាងក្រៅគឺជារឿងល្អបំផុតហើយអូយតួស្រីស្ដាប់លឺអញ្ចឹងក៏គិតថាហ៊ាននិយាយដើមនាងផងមិនឆ្ងល់នោះទេមិនបានជាពួកគេត្រូវដងត្រូវផ្លែគ្នាម្ល៉េះចាំមើលថានាងនឹងធ្វើយ៉ាងម៉េចចំពោះគាត់ខ្លះទៅជាងយៈក៏ប្រាប់ទៅកាន់តួប្រុសថាគេមិនមែនជាមនុស្សប្រុសថោកទាបដល់ឋានៈនឹងនោះទេតួស្រីស្រឡាញ់គេខ្លាំងណាស់គេក៏មិនអាចក្បត់នាងបានយូរនោះដែរចាប់ពីថ្ងៃនេះតទៅអីគ្រប់យ៉ាងនឹងសារភាពឡើងវិញគេនឹងរស់នៅជាមួយនឹងតួស្រីដោយសុភមង្គលតួស្រីស្ដាប់លើបែបហ្នឹងក៏គិតទៅត្រឡប់មកសភាពដើមវិញប៉ុន្តែនាងអត់ចូលចិត្តរើសយកសម្រាប់មកនៅវិញនោះទេនៅពេលនោះយាឈិនក៏ចូលមករកតួស្រីនឹងបានយកទៅផ្កាដែលនៅទីនោះបំរុងនឹងវេទៅកាន់នាងហើយតួស្រីក៏បានបើកភ្នែកសម្លឹងទៅកាន់នាងឡើងចង់ស៊ីសាច់តែម៉ាងយាឈិនឃើញបែបហ្នឹងនាងឡើងភ្ញាក់ផ្អើលបើកភ្នែកឡើងធំប៉ុន្តែមកនាងក៏បាត់ទៅផ្កានៅក្នុងដៃរបស់នាងបែកប្រៅតួប្រុសឃើញបែបហ្នឹងបំរុងនឹងដើរទៅរកតួស្រីប៉ុន្តែត្រូវបានជាងយៈចាប់ដៃបើកគាត់ពឹបជាងយៈក៏ស្រែកទៅកាន់យាឈិននាងចង់ធ្វើអីទៀតហើយខ្ញុំគ្រាន់តែសាកល្បងនាងតែប៉ុណ្ណោះនាងច្បាស់ជាមើលឃើញអីទាំងអស់នេះមានចេតនាមិនកិច្ចចំណែកប៉ាម៉ាក់របស់ជាងយៈបញ្ញាប់រត់ចូលមកសួរថាមានរឿងអីទៅយាយឈិនថាតួស្រីរបស់យើងបោកប្រាស់នាងគឺមិនបានខ្វាក់ភ្នែកនោះទេម្សិលមិញនាងបានទៅកម្មវិធីពេទ្យពេលបានប្រាប់នាងរួចហើយថាតួស្រីនាងបានជាសះស្បើយហើយយាយឈិនយើងគឺជាមិត្តជិតស្និទ្ធជាមួយនឹងគ្នាច្រើនឆ្នាំហើយឯងបែរជាធ្វើបែបនេះដាក់យើងឯងរត់មកក្នុងគ្រួសារជាងហើយយករបស់មកគប់យើងដើម្បីលាតត្រដាងថាយើងពិការឬមួយក៏អត់អូយាយឈិនខឹងខ្លាំងមែនទែនថាតួស្រីរបស់យើងនៅសម្ដែងទៀតមែនទេបំរុងនឹងតែកភ្លែងទៅកាន់តួស្រីប៉ុន្តែតួប្រុសរបស់យើងបានចូលទៅរងផ្លុតតាម៉ាងអូយគេមានរាជបတ်ចាំការពារឲ្យចៅអ្នកមើលវិញមានអ្នកគេចាំការពារទៅប៉ាម៉ាក់របស់ជាងយៈមិនជឿនោះទេសូម្បីតែជាងយៈក៏មិនជឿនាងនោះដែរគេថែមទាំងប្រាប់ឲ្យនាងសុំទោសទៅកាន់តួស្រីទៀតផងយាយឈិនប្រាប់ឲ្យអ្នកគ្រប់គ្នាចាប់ល្ងងទៀតទៅបានទេបើសិនជាពួកគេមិនជឿអាចតាក់ទងទៅខាងមន្ទីរពេទ្យបានមានអីត្រូវក្មេងតូចរបស់យើងដាក់មកតែកភ្លើងគេផាច់តែមកងួយជាតិជាងសាឡូការីទៅទៀតមែនហើយឥឡូវនេះយើងអាចមើលឃើញពិតមែន
តាមមកបោះជើងយូឃើញទូស្រីបើយើងមើលឃើញបែបនឹងពិតជាសប្បាយចិត្តខ្លាំងមែនទែនទូស្រីក៏សួរទៅកាន់ជើងយូតែភ្ញាក់ផ្អើលដែរទេយ៉ាឈិនតែទូស្រីបើយើងបោកប្រាស់អ្នកគ្រប់គ្នាមិនបានជាការពៀនាងទៀតអូយជើងយាអត់គិតអីច្រើននោះទេប្រើបាតដៃថោកទៀតរបស់គេផ្ទះទៅកាន់នាងតាម៉ាងគេថាជើងយានឹងបំផ្លាញពួកគេម្ដងហើយម្ដងទៀតគេថាអាចទៅរួចបន្តមកទូស្រីនឹងក៏ធ្វើជាភ្ញាក់ផ្អើលសួរទៅកាន់ជើងយាថាសុំនាងរៀបការជើងយាបងនឹងរៀបការជាមួយនឹងអូនមែនទេគួរឲ្យស្អប់ខ្លាំងណាស់ជើងយាក៏ប្រាប់ថាមែនណាស់ហើយគេក៏បានរៀបចំកន្លែងរួចដែរនៅមានជៀនទៀតប៉ុន្តែនៅពេលដែលគេបើកខ្វាប់ឡើងបានជៀនទៅណាបាត់អូយគេក៏បញ្ញាប់រកមើលរកចោះរកឡើងមិនដឹងទៅបាត់ពេលទៅណាពេលហ្នឹងគេក៏ឃើញចិញ្ចៀនដែលគេទិញឲ្យយ៉ាឈិងក៏បញ្ញាប់ទៅដណ្ដើមយកពីនាងវិញយ៉ាឈិងថានេះគឺជាចិញ្ចៀនដែលគេបានទិញឲ្យនាងនៅថ្ងៃនេះនោះទេចឹងយាអត់ខ្វល់នោះទេតែដណ្ដើមចេញពីដៃរបស់នាងតើបានតាម៉ាងហើយគេក៏ប្រាប់ទៅកាន់ទូស្រីគេខំទុកឲ្យនាងប៉ុន្តែគេបែរជាលួចយកវាមកពាក់ប្រជាអាក្រក់មែនបន្តមកគេក៏លុចជង្គង់សុំទូស្រីរៀបការទូប្រាប់ឲ្យទូស្រីគេបន្តិចទៅការរៀបការគឺជារឿងធំទូស្រីគេថាទូប្រាប់មើលប៉ុន្តែចេះគិតដែរតែប៉ុន្តែបើនាងមិនយកព្រមនោះទេនាងត្រូវបញ្ចប់រឿងកំ pl ៃមួយនេះដោយរបៀបណាទៅហើយទូស្រីក៏យកព្រមដែលមិនគិតច្រើននោះទេចំណែកយ៉ាឈីមិនសឹកចិត្តនោះទេនាងថាអ្នកគ្រប់គ្នាឈួតដែរបន្តមកជាងយកអូដែរនាងនាំចេញទៅខាងក្រៅហើយអ្នកមានក៏សួរទៅកាន់ទូស្រីតើពួកគេទាំងពីរនាក់ត្រូវយកលិខិតបញ្ជាក់ដែរទេទូស្រីថាមិនចាំបាច់បញ្ញត្តិនោះទេពិធីមង្គលការរបស់ពួកនាងត្រូវតែគោរពអញ្ជើញអ្នកដែលមានមុខមាត់ធំបំផុតនៅក្នុងក្រុងនេះតាមពិតទៅទូស្រីនឹងធ្វើឲ្យពួកគេអាម៉ាស់មុខនៅក្នុងថ្ងៃនោះហើយអ្នកមានសប្បាយចិត្តខ្លាំងមែនទែនចិត្តដល់កិច្ចសន្យាផ្ទេរភាហុនហើយសប្បាយចិត្តសិនទៅដល់ថ្ងៃហ្នឹងដល់ថ្ងៃនៅពេលដែលគ្រប់គ្នាចេញទៅអស់ទូប្រុសក៏បានដល់យកចិញ្ចៀនរបស់គាត់ចិញ្ចៀនមួយនេះទូប្រុសក៏មានគោលបំណងសុំទូស្រីរៀបការផងដែរទូប្រុសក៏និយាយតែម្នាក់ឯងគាត់ពិតជាចង់ចាក់សោទូស្រីទុកណាស់ប៉ុន្តែគាត់គឺមិនអាចធ្វើបាននោះទេកាន់មកកាន់ជាងយានៅវិញក៏បាននិយាយទៅកាន់យ៉ាឈិងទោះបីជាគេរៀបការជាមួយនឹងទូស្រីក៏គេមិនបោះបង់នាងចោលដែរហើយគេក៏ថានាងដើម្បីឲ្យនាងទន់ចិត្តនិងប្រាប់ឲ្យនាងត្រឡប់ទៅវិញទៅនៅពេលដែលអ្នកគ្រប់គ្នាជួបជុំញ៉ាំអាហារទូប្រុសក៏បានផ្ញើសារទៅកាន់ទូស្រីប្រាប់នាងថាគាត់ទៅវិញហើយទូស្រីនឹងឆ្ងល់ថាទូប្រុសចង់លេងល្បិចអីហើយនាងក៏បដៅទៅកាន់ទូប្រុសទៅឲ្យស្គាល់ចាស់ស្គាល់ក្មេងផងហើយនាងថាបងថ្លៃអាបើម្នាក់នេះលើកែឡើងហើយទូស្រីបើយើងថាបងថ្លៃមានណាទូប្រុសបើយើងទៅឡើងមុខគេឡើងចង់ស៊ីសាច់តែមកគេថាទូស្រីជាមួយនឹងជើងយាគឺជាគូស្នេហ៍សាកលវិទ្យាល័យតែបានរៀបការឲ្យអ្នកផ្សេងបានបែកបាក់គ្នាអស់ហើយយ៉ាឈិងក៏និយាយទៅនាងឃើញថាមនុស្សមួយចំនួនគ្រាន់តែពួកគេរស់នៅមិនចុះសម្រុងជាមួយនឹងគ្នានោះទេដូចជាទូស្រីជាដើមជើងយាថានាងផឹកច្រើនពេកឲ្យគ្រប់គ្រងខ្លួនឯងខ្លះទៅហើយនាងថានាងស្ដាប់ទៅសង្សារបាននាងតែម្នាក់គាត់ប៉ុន្តែបើជើងយានិយាយបែបហ្នឹងទៅហើយនាងឆាប់ផឹកទៅចុះហើយទូស្រីក៏សួររកសង្សារបាននាងគេនៅណាទៅមិនតាមបែកគ្នាទេអំឡុងពេលមួយឆ្នាំដែលនាងពិការភ្នែកមិនបានជាយ៉ាឈិងចាស់លឿនម្លេះមើលទៅប្រហែលជាស៊ូទ្រាំជាមួយនឹងស្នេហាពិបាកមិនចេះតិចដងនោះទេអូយយ៉ាឈិនស្ដាប់លើបែបនឹងក្តៅរីកបែបពូតម៉ងឯងនិយាយថាណាគេចាស់កុំតាន់ខឹងអីមនុស្សកាន់តែឆាប់ខឹងកាន់តែឆាប់ចាស់ហើយទូស្រីក៏ប្រាប់ឲ្យនាងចូលរួមនៅក្នុងថ្ងៃមង្គលការរបស់នាងផងទៅដើម្បីទទួលភាពរីករាយខ្លះដើម្បីកុំឲ្យជួបមនុស្សទន់អន់អន់ចឹងទៀតនៅពេលនោះស្រាប់តែមានគេទេមកកាន់នាងក៏សុំអ្នកគ្រប់គ្នាចូលទៅក្នុងបន្ទប់ទឹកអ្នកដែលទេមកគឺជាម៉ាក់របស់នាងក៏ប្រាប់ទៅកាន់គាត់ពីថ្ងៃទៀតនាងត្រឡប់ទៅវិញហើយចំណែកទូប្រាប់បានចូលមកតាមក្រៅទូស្រីដល់ក្នុងបន្ទប់ទឹកតែម៉ាងមួយក្មេងតូចបើយើងក៏បញ្ញាប់ដាក់ទូរស័ព្ទចោលផងដែរនេះលោកហ៊ានចូលបន្ទប់ទឹកគូដណ្ដឹងរបស់មិត្តលោកមែនទេទូប្រាប់ក៏និយាយថាភ្នែករបស់នាងជាយូរហើយនាងបានដឹងគ្រប់យ៉ាងអីដែលជើងយាបានធ្វើនាងនៅរៀបការជាមួយនឹងគេទៀតអូយក្មេងតូចបើយើងក៏សួរទៅវិញទៅតែគាត់មិនចង់បានឡានទេមែនទេគាត់សុខចិត្តធ្វើជាតួជំនួសរបស់គេថានាងគឺជាមនុស្សគួរឲ្យធន់នឹងតាមស្អិតមិនឆាប់ឆេវឆាវហើយលើនេះមករកនាងសម្ដែងធ្វើជាមនុស្សល្អទៀតមិនអីនោះទេនាងនឹងមិនលាតត្រដាងគាត់នោះទេឡានរបស់ជើងយាពេលបើកបោសម្បត្តិផងប៉ុន្តែក៏មករំខានពិធីរៀបការរបស់ពួកនាងឲ្យសោះនៅពេលដែលទូស្រីបំរើនឹងដៃចេញទៅហើយប៉ុន្តែបានឃើញយ៉ាឈិងកំពុងតែលួចថតរូបនាងអូយទូស្រីគិតថាទូប្រាប់បានចូលដៃជាមួយនឹងយ៉ាឈិងតាមពិតទៅគាត់មិនចង់ឲ្យនាងល្អនោះទេចឹងយាបង្រៀនគាត់មិនតាន់គ្រប់គ្រាន់ទៀតអញ្ចឹងនាងនឹងឲ្យគាត់ទទួលស្គាល់ការពិតទៅចាស់អូយក្មេងតូចបើយើងក៏ចាប់បឺតមកទូប្រុសយកទៅមកដែលធ្វើអ្នក single មកចាំមើលឲ្យចំណែនគេទៀតតែម៉ាងមើលទៅជាដូចរយយ៉ាអញ្ចឹងមិនឲ្យអ្នកមើលឃើញអញ្ចឹងមានអារម្មណ៍ថាចង់បានគូដូចគេអញ្ចឹងអត់អូយវាគ្មានផ្លូវនោះទេ single មកចាស់តែងប់តែម៉ាងចំណែកយ៉ាឈិងនៅពេលដែលបានថតវីដេអូទូប្រុសជាមួយនឹងទូស្រីរួចក៏បញ្ញាប់ចេញទៅយ៉ាងលឿនទូស្រីឃើញអញ្ចឹងក៏គិតថាគេទៅហើយប៉ុន្តែទូប្រុសបើយើងអត់ឈប់នោះទេបានចាប់ក្មេងតូចបើយើងមកបឺតមកទៀតហើយទូស្រីគិតថាមិនបានជាម្នាក់នេះនៅតែញៀនថើបទៀតអញ្ចឹងបន្តមកយ៉ាឈិងក៏នាំជើងយាជាមួយនឹងអ្នកគ្រប់គ្នាដើម្បីមកមើលទូស្រីហើយនៅពេលដែលមកដល់អត់មានឃើញអីផងនាងថាទូប្រុសប្រកាសជាទៅលាក់ខ្លួនជាមិនខាននាងបានឃើញពួកគេថើបគ្នាទូស្រីថាយ៉ាឈិងកាលពីមុនចោតនាងធ្វើពុតជាមើលមិនឃើញហើយឡើយនេះមកចោតនាងថានាងក្បត់អនាគតប្តីរបស់នាងទៀតតែយ៉ាឈិងចាំបំផ្លាញគេឈ្មោះនាងដល់ពេលណានាងមានគេឈ្មោះអាក្រក់ស្រាប់ហើយនាងគ្រាន់តែផាច់តែម៉ាងអូយនាងក៏សួរតែមិនបានជាទេនាងធ្វើអីមិនបានជាជឿទូស្រីប៉ុន្តែមិនជឿនាងទូប្រុសក៏ពិតជានៅទីនេះមែន
បន្ទាប់មកតួប្រុសក៏ចេញមកសួរថារកគាត់មែនទេយ៉ាឈិងក៏ប្រាប់ទៅកាន់ជើងយាថាតួប្រុសពិតជាលាក់ខ្លួននៅក្នុងបន្ទប់ទឹកពិតមែនបន្ទាប់មកនាងក៏បង្ហាញវីដេអូដែលតួប្រុសជាមួយនឹងតួស្រីបានថើបគ្នាឲ្យជើងយាមើលប៉ុន្តែជើងយាមិនមើលនោះទេបានចាប់ទូរស័ព្ទរបស់នាងបោះចោលទៅម៉ាងហើយគេថែមទាំងស្ដីបន្ទោសឲ្យទៅកាន់នាងទៀតចុំបំផ្លាញគេឈ្មោះគូតដឹងរបស់គេនឹងមិនលើកលែងឲ្យនាងនោះទេស្រីចង្រៃនៅពេលដែលអ្នកគ្រប់គ្នាចេញទៅអស់តួស្រីក៏សួរទៅកាន់នាងយ៉ាងម៉េចទៅហើយទោះបីជានាងខំលបងបោកប្រាស់គេយ៉ាងណាក៏ដោយក៏គេមិនទុកនាងនៅក្នុងកែវភ្នែករបស់គេដែរនាងនិយាយច្រើនដងទៅហើយប៉ុន្តែជើងយាបានស្ដាប់នាងទេហើយមនុស្សដែលគេស្រឡាញ់ពិតតែមានតែនាងដែរទេយ៉ាឈិងក៏ប្រាប់ទៅជើងយាគឺមិនបានស្រឡាញ់តួស្រីនោះទេតួស្រីងងឹតភ្នែកជាមួយឆ្នាំទៅហើយគេមិនដែលទៅមើលនាងសំបីតែម្ដងគេបានមកលេងជាមួយនឹងនាងគ្រប់ពេលវេលាអ្នកដែលមើលថែតួស្រីគឺជាតួប្រុសជើងយាបានចាយលុយពេញមួយឆ្នាំដើម្បីជួលតួប្រុសឲ្យមើលថែតួស្រីបន្ទាប់មកតួស្រីនាងក៏ស្រមៃការដែលតួប្រុសបានមើលថែយកចិត្តទុកដាក់សំបីតែរបបអាហារដែលតួស្រីត្រូវញ៉ាំអូរសជាតិនេះក៏មិនល្អនោះទេបងឆ្លៀតអាការនៅពេលដែលអូនមកមិនឃើញបោកឲ្យអូនញ៉ាំផ្កាខាត់ណាខៀវហើយតួប្រុសក៏ប្រាប់ទៅគ្រូពេទ្យបានប្រាប់ឲ្យនាងត្រូវតែញ៉ាំវាបានច្រើនបន្ទាប់មកតួស្រីក៏និយាយបែបបញ្ឈឺទៅកាន់យ៉ាឈិងទោះបីជាជាងយាមិនបានទៅមើលថែនាងក៏ដោយប៉ុន្តែគេចេះលុយជួយប្រុសសង្ហាឲ្យទៅមើលថែទោះបីជានាងបានដេកជាមួយនឹងប្រុសសង្ហាក៏ដោយក៏នាងអាចនៅតែបំពាក់ស្នាញឲ្យគេបានដែរគេនៅតែសម្រេចចិត្តរៀបការជាមួយនឹងនាងដោយឥតស្ទាក់ស្ទើរនៅពេលនេះតួស្រីមិនអាចបែងចែកបាននោះទេមួយណាពិតមួយណាខ្លាំងនោះគ្រាន់តែតួប្រុសធ្វើដើម្បីទៅលុយមែនទេកាត់មកកាន់តួប្រុសនៅវិញកំពុងតែអង្គុយមើលសារទូរស័ព្ទរបស់បានលេងជាមួយនឹងតួស្រីហើយគាត់ក៏នឹកឃើញរឿងរ៉ាវដែលគាត់បានថើបគ្នាជាមួយនឹងតួស្រីនៅក្នុងបន្ទប់ទឹកថើបគេថាបាត់ចប់អត់មានណាគេខំឡើងឈាមមាត់នៅសុកសុកស្រាប់តែតួស្រីបានតែមកកាន់តួប្រុសសួរតួប្រុសបើយើងថាសាក់របស់រៀបការជាមួយនឹងនាងតែគាត់ហ៊ានទេអូយតួប្រុសក៏ប្រាប់ទៅវិញយ៉ាំតែខ្លាចតែអូយនៅពេលនេះតួប្រុសជាមួយនឹងតួស្រីបានចុះសម្បត្តិអាពាហ៍ពិពាហ៍ខ្លាចតែជាប្តីប្រពន្ធនឹងគ្នាហើយចំណែកតួប្រុសបានចាប់ដៃតួស្រីថតបង្ហោះប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាគាត់មានប្រពន្ធហើយនៅក្នុងក្រុមនោះជើងជាក៏ផ្ញើសារអបអរទៅកាន់តួប្រុសដែរដោយសារតែគេអត់តាន់ដឹងថាប្រពន្ធរបស់តួប្រុសគឺជាអ្នកណាបន្ទាប់មកជើងយកក៏ទៅមកកាន់តួស្រីប្រាប់ឲ្យនាងទៅរើសឈុតកូនកំមុំអូយតួប្រុសបើយើងលើបែបហ្នឹងចាប់តួស្រីថាបទៅមកមិនព្រមឲ្យតួស្រីទៅនោះទេតួស្រីក៏រុញតួប្រុសចេញនិងប្រាប់ឲ្យជើងយកផ្ញើទីតាំងមកអូយដបល់យកនេះរំខានគេនិយាយទូរស័ព្ទដល់ហើយហេមកខាំមាត់គេទៀតហើយហ្នឹងក្រោយពេលដែលនិយាយទូរស័ព្ទចាប់តួស្រីក៏សួរទៅកាន់តួប្រុសធ្វើអីអូនខំមកបោមាត់បងដាច់អស់ហើយមិនចង់សងវិញទេហាន់នេះតួស្រីថាតួប្រុសប្រកែអែបអបឲ្យចូលចិត្តលាក់លៀមមើលទៅគាត់សម្ដែងធ្វើជាមិត្តប្រុសរបស់គេមិនតិចអ្នកនោះទេតួប្រុសថានាងនិយាយបែបនេះមកបង្កាច់គេឈ្មោះរបស់គាត់ច្បាស់ណាស់នៅក្នុងបន្ទប់លើកនោះគឺជាលើកដំបូងរបស់គាត់នាងត្រូវតែទទួលខុសត្រូវទទួលខុសត្រូវអីតាំងថ្ងៃរៀបការជាមកដល់ហើយស្លៀកពាក់ស្អាតបាតបន្តិចទៅមើលទទួលស្រីរៀងឆ្នះដែរប្រហែលជាឆ្នាំខ្លាតាម៉ាងតួប្រុសឆ្ងល់ខ្លាំងមែនទែនប៉ុណ្ណឹងសោះក៏ខឹងដែរតាមពិតទៅតួប្រុសមិនមែនជាកូនអ្នកក្រនោះទេគាត់គឺជាកូនមហាសេដ្ឋីមនុស្សរបស់តួប្រុសបាននិយាយមកកាន់តួប្រុសរបស់យើងតួប្រុសខំបញ្ចេញអរិយៈពេលមួយឆ្នាំជាងហើយប៉ុន្តែមិនតាន់យកចិត្តតួស្រីបានទៀតតែបើគាត់ជំរុញឲ្យគាត់ត្រឡប់ទៅវិញដែរដើម្បីទៅភ្ជាប់និស្ស័យជាមួយនឹងនាងតកោសង្ឃអូយតកោសង្ឃនឹងមិនជាគ្រួសាររបស់តួស្រីទេតួស្រីឈ្មោះសង្ឃយូនីងតួប្រុសអត់និយាយអីច្រើននោះទេក៏បង្ហាញតែសវលគេមើលតែមកទៅគ្រាន់តែឃើញចឹងគេបើកភ្នែកឡើងធំហើយតួប្រុសក៏ប្រាប់ទៅកាន់គេចាំគាត់រៀបការរួចសិនចាំគាត់នាំនាងទៅជួបលោកតានឹងថ្ងៃនេះគឺជាថ្ងៃមង្គលការរបស់តួស្រីជាមួយនឹងជើងយាឯងតួប្រុសបានជិះឡានទំនើបដែលមានតម្លៃថ្លៃជាមួយនឹងសម្លៀកបំពាក់ដូចជាកូនកំឡោះអញ្ចឹងចំណែកយ៉ាឈិញនៅថ្ងៃនេះនាងក៏បានមកចូលរួមក្នុងកម្មវិធីមង្គលការដែរហើយនាងក៏នៅតែប្រាប់តួស្រីថាជើងយាមិនបានស្រឡាញ់តួស្រីនោះទេគេរៀបការជាមួយនឹងនាងដើម្បីតែភាហ៊ុនតែប៉ុណ្ណោះចំណែកលោកពូអ្នកមីងក៏ស្អប់តួស្រីរបស់យើងខ្លាំងណាស់នៅពេលដែលទទួលបានភាហ៊ុនហើយនឹងដេញក្បាលតួស្រីចោលតែម្ដងនិយាយអស់ហើយនៅបើនិយាយអស់ហើយបកក្បាលចេញទៅយើងក៏មិនចង់រៀបការជាមួយនឹងប្រុសថោកទាបម្នាក់នោះដែរវាមិនស័ក្តិសមជាមួយនឹងយើងតទៅសោះម្យ៉ាងវិញទៀតកុំសង្ឃឹមថាយើងនឹងផ្ដល់ឲ្យវាសំបីតែប៉ុន្តែស័យសោះមូលហេតុដែលយើងព្រមឲ្យវារៀបចំកម្មវិធីនេះយើងចង់ឲ្យអ្នកមានមុខមាត់នៅក្នុងទីក្រុងនេះបានដឹងពីទង្វើថោកទាបរបស់វាឲ្យពួកវាអាម៉ាស់មកនៅថ្ងៃនេះគ្រាន់តែលើតួស្រីនិយាយបែបហ្នឹងគេក៏បញ្ញាប្រត់មករកជើងយានឹងថាតួស្រីបើយើងកំពុងតែសង្ស័យជាមួយនឹងគេហើយតួស្រីមិនចង់រៀបការជាមួយនឹងគេនោះទេអូជើងយាមិនជឿអីថែមទាំងនេះមកក៏ភ្លៀងផាច់ទៀតផងហើយគេថែមទាំងប្រាប់ឲ្យសន្តិសុខមកអូននាងចេញទៀតផងនេះគឺជាលោកវាងក៏បានមកចូលរួមក្នុងកម្មវិធីរបស់គេផងដែរជើងយាគ្រាន់តែឃើញភ្លៀងក៏បានចូលមករួរេរាក់តាក់លង្កក់ក្តៅប៉ុន្តែនៅពេលដែលលោកវាងឃើញតួប្រុសរបស់យើងបែរជាមិនទាន់អរិយាប័ត្រទៅកាន់តួប្រុសរបស់យើងទៅវិញលោកវាងក៏និយាយថាមិនឆ្ងល់នោះទេមិនបានជាគេមិនរីកចម្រើនទៅណាតាមពិតទៅជើងយាគេមានតួប្រុសរបស់យើងនៅពីក្រោយសោះគ្រប់គ្នាគ្រាន់តែលើចាំបើកភ្នែកឡើងធំសម្រាប់ទទួលស្រីរបស់យើងផងដែរលោកប្រធានវាងមិញនេះលោកនិយាយថាម៉េចលោកវាងក៏ប្រាប់វិញថាគ្មានអីទេទទួលភ្ញៀវទៀតចារីឯកញ្ញាម្នាក់នេះលួចថតតួប្រុសរបស់យើងទៀតហើយនាងបានផ្ញើសារចូលទៅក្នុងក្រុមថាតួប្រុសរបស់យើងគឺជាតារាម៉ូដែលរបស់តួស្រីក៏បានមកចូលរួមក្នុងកម្មវិធីមង្គលការដែរហើយតួស្រីនឹងក៏កលេចឃើញឆ្វាច់នាងគិតថាកញ្ញាម្នាក់នឹងថាតួប្រុសរបស់យើងគឺជាតារាម៉ូដែលរបស់នាងមែនទេអូយភ្នែកលះហាស់ម៉ែអាគេដើរអញ្ចឹងមើលសតដាច់ដែរណានៅពេលនេះមិត្តភក្តិទាំងអស់កំពុងអង្គុយរួមតុជាមួយនឹងគ្នាហើយតួប្រុសក៏ឆ្លៀតចាប់ដៃរបស់តួស្រីកាន់ផងដែរហើយតួស្រីក៏ប្រាប់ឲ្យតួប្រុសរបស់យើងលេងដៃ
Ôi mặt phép mình này khơi đã chạy đàn có phải nhằm vào bóng bay để từng bia lên này khả nè dĩ nhiên bộ phận bảo trang dự xã đại thế tôi pra thật xã khẳng nè mà đại khơi đã nà xã đôi trên nền nô tế ôi mình tội bây giờ lần yên cả tôi pra mơ rừng phía tràn về tệ đáng phải đông bọn nên sơ tập bay chơi chấm này tại hay bọn ta mà thì có bà cả con cầm lo con cầm mầm lan tại lời cha tôi pra mầm đâu nâng ngập tại đây bọn ta mặt phép mình này chỉ có đại tôi pra cùi trầu vinh cái thai rừng bề bồn bảo kê nô tế tôi pra lục đại châu thổi ấyตัวประบานเดียบการรู้ย้ายทางตะมันเดียทาปปนบอกอสอาโกไอสลังครั้งแน่ที่บ่มพอตัวประกำปนตะลุกพลังบอมัดแผลให้ตัวประบายยังกงกบาลตัวประกับประบาเกยกปีตั้งอันนังเยตการเชียงเยเวนเต้านับเป็นในตัวใส่ใบยันลามกเลยแช่การจำนวนเกิดสนายะเตปีฮอนอัดกระทายเอาแต่การประเดี๋ยวบานเนียงบรรดามันหนึ่งกับการหาประเดี๋ยวบานเนียลามเลยแช่คือจิตสีเย็นโอ้ยกรกนี่สลับเลยแบบนางแบบในหลังทำตะมังตัวประกอบคนตะการเชียงเยได้บาเรียบจำไปทีมังกรกากอดจำนวนปปนบอกอดเชียงเยครั้งครั้งมันเต้นสู้ตัวประบายยังให้นาทายเจปปนตั้งตัวประกอบบานมังหันในกระดาษปีปราบเกนนางแบบในบาเกเมย์จะบาตั้งเชียงเยครั้งครั้งมันเต้นก็มาตัวประบายยังมาได้ปัดก็ถ้าคำจัดตัวประก็จะมาล้อปันแต่ตัวประบายจะหลุดปปนบาเกเตอร์เว้นโอ้ยตัวประบายยังมันเอาเกลเลอร์โนเตกระดาษเกมาได้เว้นพัดตะมังตัวประทัดตัวสไลประกาศในอริยเป็นมาชนะเก็บอันตมาไทยเนียได้เต้ได้เป็นมันไอโนเตจับปีเป็นนี่ต่อเต้าก่อนนำมาไทยตัวสไลเว้นพวกไอถึงปีโรนายมันคณีอยู่ในไฮเมนเต้ไอกระทานนาก็โดยไอได้เหรอตั้งเป็นเลยตะบงในยมันเคยหมกหมดไปตะบอไอผู้ยมันชอบคณีตั้งเป็นเลยตะบงมากมาเลยจังยี่ถ้าตัวสไลบ่อยยังดังอยู่นำมาไฮทัวร์ปอดยมันมันเคยด้านใบทรงสเกยหกับปราบพิฮอนบอกปราเกตได้ให้ทันแต่เรียวกายจะมันหากำสับแนนิเตียนให้ตัวสไลกับปราบเติบได้บานเนี่ยมันจะมนุษย์กรอกสัตว์โนเต้ด้านใบตอบสนองการเมื่อไทยบอกกอดจำปนเนียงนี่นั่นเป็นคนพิฮอนมือนี้อาจจะการกอดได้มันเกิดทลายโนได้โอ้ยตัวปราก็ออกคนตะการปปนจำลายได้ละอดกอดครั้งแน่ด้านใบจะการออกคนตะการตัวสไลเว้นทับตัวสไลใบยังเปิบตามางโอ้ยตัวเนี่ยสิงกอมกจับงาปวดบาเชิงบาได้จังอ่ะถ้าตัวปราใบยังตันจังไงตัวสไลใบยังจังได้มาจากทลายนัดนำเมื่อสิงกอมกจับใบยำคลาเต้าจังเยอะขึ้นแบบนั้นครั้งมันเต้นก็ปราบมันเรามาจับผูกเกเต้าตัวปราสุดท้ายจังอยู่จังเลยจมันกอดดาเป็นนาเตียต้ให้จังเยอะกันเยอะแต่การตัวสไลอันนี้เรือเต้ไงนี่ตอนนี้มันทำโคกายจมันเกเรือมือก็อดโดยชนะเกนึงมันเราเรื่องโนเต้นับมิ่งก็แสดงเป็นตัวตะการเกณฑ์ในจองสำรวจจำนวนตัวสไลไอเตียนนี่มันทว่าโกรซาเชิงบาเกนามาหมกครั้งนะนับมิ่งกับปราบมนุษย์บากอดจับดาวเมเรนาโปเกตังนับเป็นโลกเทนจูกสไลหลังในนาเฮียนจังเยอะกันตะเคยลูกจูเพลียมกับดังเพลียมแท้ก็ไปเจอมหาสถัยลำดับกบัวตาลูกจูกำลังสายใจวิกรันแต่เจอมนุษย์กรอกสัตว์โนเต้เวียบานมังกรปัญหาในขนมประเทศมังกรการระบาดย่อมให้นับมิ่งกับมาปราบลูกจูถ้าตัวสไลใบยังก็โดยขี้เนียได้ในจมูกมุกในทอมจังเฮมังกรเรื่องประเดี๋ยวประดาเป็นหยับจัดการเนียงเต้าป้นไตลูกจูใบจะอ่อนกับบากรบตัวสไลใบยังให้ตัวสไลใบยังไทยเจนสไลซองป้าใบจังเยอะถ้าลูกจูนึงจะลาไหมตัวสไลครันแต่จิตขมิ้นกับเปรียกมิ้นปงมาได้โนเต้มินไอตาลูกจูแต่กับเพลินตะการเก็บให้ตะมังให้ลูกจูกับปราบมนุษย์บอกอจับโปเกเต้าจำนายตัวสไลใบเชิงก็บานเยทาโกอารมณ์คันนะเนียงจังตลอดตัวเมตรัยจะมันไปได้ระบาดเนียงเวงจึงเยบานสไลทำมันเอาเตมันเอาเตเมียนนะซีมากับเพลียงภายตะมังได้บรรดามากรสายเจนถึงโมตระบานเก็บประมวลดังกบาลเชมาคังกลายถึงเนี่ยมันตามอันเยไอพังรยมตัวไอเต้าเนื้อเป็นนิจังเยกบานดังไงถ้าตัวสไลใบยังคือเจนนะตัวสไลคือจะกองสไลแต่มันเนี่ยก็ระบาดตะโกซองให้แกทันดังเตะแท้ตัวสไลกับบานจับเปียจมูกนันตะโกซีโรยใจอันช่างแกนันทวายดำเนินมวยในเล็กลือดตะโกซีถ้าตัวสไลกับพอตัวลุยเละสนะให้จมูกนันตัวเปล่าจึงเจ็บบ้านเรียนจมูกนันตัวเปล่าใบยังใบชนะได้คนใต้แกดังตัวเปล่าใบยังคือเจียนแน่แกดังทำท่าตัวเปล่าคือกระแหมตามังการมาการตัวสไลใบยังแน่ไว้เนี่ยมันเอาคนตะการตัวเปล่าสำหรับไงนี้ตัวเปล่าท้ายจีบได้แบบปนจมูกนันนี้มันจำใบเอาคนโนเต้ก็นำเนียนตลอดแต่มันตกมือกอการดำใบเรียบจำไอวันตัวสไลเปล่าทำมันจำใบโนเต้เนี่ยมันยกหมึกเอาให้ตัวเปล่ากับปราบเตอร์โปเกกับบันจอยทาสวอลจมูกนันนี้โรยใจจังโปเกโกตะเกงจมูกนันนี้ให้ตัวสไลชลายตามมัดโนเต้มันดังเต้เนื้อเป็นนุสรับแต่ตัวสไลบานเคยมาบานเดินได้ใจดอนให้ตัวสไลในกับบานให้ทำแม่ตัวพระสุธรรมะไม่ในตีนี้เหรอบ้อมรังหนึ่งเงี้ยถ้าให้บรรทายตัวสไลบานจับบาบอกอดปุ๊บตัวสไลปราบกอดจำมันเตจำเนียงเตะตอนตะการกอดเว้งบรรทามันนี่ก็เป็นยามบางโรงมาบานเนียงอย่างเลื่อนสุดตะกอดมาตีนี้ถอยไอ้นับมิ่งก็เอาคนกอดปราบกอดมาประมาณนกบางเนียนเตียไดเมนเตกอดบานเตรียมเลยดอลไลน์นี้ก็ดักกันนำหมกบาเกตมังให้ตัวสไลกับปราบไอตะกองน้ำเป็นหยับเชงเตาไอเลื่อนจำนายตัวพระชงคลามันเตนหมกบอกกอดกระน้ำเมนเตมนุษย์บาตัวปราหมกดาวกระเวียปราบตัวปราบใบยืนทันนี่คือจิกิมชีตัวปราทันนั่งคือเจียมนายหมักไม่บากอดจูนโยเปตพมกระเต้าจำนายหมักบาตัวสไลคังคลางมันเต้ไม่เป็นจิตตัวสไลเป็นหยับมายันนี้พัดนั่งมาตามอันจากกิมชีนตะกบกันดามหมกระบาเกพังไม่ไม่ครั้งเรื่องกระเดตันตราสไลจมันเอาปราเปลี่ยนแบบโนเองมันจังเต็มแม่ก็คือจะไปได้บานยำแต่โอ้ยก็ไม่ต่อยไปยังแบบในทำจะลามมาได้โอ้ยตามปัตตาปีเนี่ยยังเคยสมได้เนเตเพราะมันเนี่ยนกรันแต่จะมัดแผลบ่ปราเปลี่ยนโนเตนี่นันทาเลยในป่าหมากบอลเนี่ยกำปนตะคังคลังนะจำใจจะมันนึงปวดกอดไปคราวกับมันตันยืดไปได้นั่นมินทาตัวสไลเดียวกันดำใบอาปราเปลี่ยนนกคังเมนเตบ้าตามก็เกโกตะถอยกรสานกไซทนตะมังเตา
បន្តមកទូស្រីក៏សួរទៅមិនបានជាប៉ារបស់នាងមិនមកទទួលនាងដែរអញ្ចឹងអូយប៉ារបស់ឯងមានការងារបតនចាំជួបគ្នាពេលល្ងាចតែណាតាមពិតទៅប៉ារបស់នាងបានតែនិយាយរឿងនាងជាមួយនឹងកូនប្រុសរបស់តកូស៊ីសោះនៅថ្ងៃនេះទូប្រុសបានត្រឡប់មកផ្ទះរបស់គាត់វិញហើយក៏បានឃើញលោកពូសង្ឃដែលគាត់គឺជាឪពុករបស់ទូស្រីផងដែរហើយទូប្រុសក៏សួរទៅតើលោកពូកំពុងតែនិយាយរឿងអីមែនទេលោកតារបស់ទូប្រុសនិយាយថាកំពុងតែនិយាយគ្នាលេងធម្មតាទេគាត់ថាចៅប្រុសរបស់គាត់ត្រឡប់មកដល់ផ្ទះវិញហើយទិញកាដូឲ្យគាត់ទៀតក៏សុំមើលបន្តិចមកអូយទូប្រុសក៏ប្រាប់តែនឹងគឺជាស្ពៃជ្រក់នៅស្រុកខ្មែរនៅស្រុកកូរ៉េគេហៅគីមឈីលោកពូថាប្រពន្ធរបស់គាត់ចូលចិត្តមើលរឿងកូរ៉េខ្លាំងណាស់ក៏ចូលចិត្តញ៉ាំដូចគ្នាប៉ុន្តែរបស់ខ្ញុំគឺខុសពីគេគឺជារបស់ម៉ែក្មេងខ្ញុំឲ្យនោះទេអូលោកតាប្រញាប់និយាយកាត់ទៅថាទូប្រុសរបស់យើងចូលចិត្តនិយាយផ្ដេសផ្ដាស់បែបនេះនោះទេអីដល់ពួកគាត់បាននិយាយមុននោះគ្មានបញ្ហានោះទេរឿងនេះចាត់ការទៅកុំបារម្ភអីនៅពេលដែលលោកពូយើងទៅបាត់លោកតាក៏និយាយទៅកាន់ទូប្រុសតែគេនិយាយលេងសើចអីហ្នឹងលើកមុននិយាយថាមានស្រីកំណាន់នៅខាងក្រៅឥឡូវនេះបែរជាមានម៉ែក្មេងលេចឡើងចង់ធ្វើបាបចិត្តគាត់ឲ្យស្លាប់មែនទេបន្តមកលោកតាក៏និយាយទៅកាន់ចៅរបស់គាត់ដឹងថាប៉ាម៉ាក់របស់គេនឹងស្លាប់លឿនពេកគេមានអារម្មណ៍ថាឯកាគាត់បានឲ្យគេចេញទៅដើរលេងនៅខាងក្រៅរយៈពេល4ឆ្នាំទៅហើយឥឡូវនេះត្រឡប់មកជួយគ្រប់គ្រងក្រុមហ៊ុនរបស់គាត់វិញនិងជួយរំលែកការលំបាករបស់គាត់ខ្លះទៅហើយទូប្រុសក៏ប្រាប់ទៅកាន់លោកតាគេបានរៀបការរួចហើយប៉ុន្តែលោកតាមិនជឿនោះទេថាចៅកំហុយរបស់គាត់ក៏ហៅគាត់ទៀតហើយថ្ងៃស្អែកគាត់នឹងឲ្យគេភ្ជាប់ពាក្យជាមួយនឹងកូនស្រីតកូសង្ហហើយនៅថ្ងៃនេះទូប្រុសបានផ្ញើសារទៅកាន់ប្រពន្ធរបស់គាត់ឡើងច្រើនប៉ុន្តែមិនទាន់ឃើញនាងផ្ញើសារមកកាន់គាត់វិញនោះទេទូប្រុសថានៅទីនេះសេវាមិនល្អសោះមិនបានជាគាត់នៅមិនទាន់ទទួលសារពីប្រពន្ធរបស់គាត់ទៀតជំនួយការថាប្រហែលជាទូស្រីមិនតាមបានផ្ញើសារតបមកវិញផងអូយទូប្រុសរបស់យើងសម្លឹងទៅកាន់គេឡើងចង់ស៊ីសាច់តែម៉ាងហើយគេក៏កែពាក្យរបស់គេវិញប្រហែលជាប្រពន្ធរបស់ទូប្រុសរវល់ការងារអីមួយហើយគេទៅរកមើលសេវាសិនហើយទូប្រុសក៏សួរតើថ្ងៃនេះលោកតារបស់គាត់ឲ្យគាត់ធ្វើអីជំនួយការប្រាប់ថាលោកតាបញ្ជាគេមិនឲ្យប្រាប់ទូប្រុសនោះទេប៉ុន្តែថ្ងៃនេះឲ្យទូប្រុសរបស់យើងជួបជាមួយនឹងតកូសង្ឃការមកកាន់ទូស្រីរបស់យើងឯវិញប៉ាម៉ាក់របស់នាងក៏បង្ខំឲ្យនាងទៅជួបជាមួយនឹងតកូស៊ីដែរទោះបីជាទូស្រីរបស់យើងមិនចង់ទៅក៏ដោយប៉ុន្តែប៉ាម៉ាក់របស់នាងបានដឹកដៃនាងចូលតាមហាងនៅពេលនេះគ្រួសាររបស់ទូស្រីបានចូលមកទាំងអស់គ្នានោះទេគឺចូលមកត្រឹមតែប៉ារបស់ទូស្រីតែប៉ុណ្ណោះក៏ប្រាប់ថាកូនស្រីរបស់គាត់រៀងអៀនបន្តិចហើយនាងនៅក្នុងបន្ទប់ក្បែរនេះបន្តមកលោកពូក៏បានសម័យរឿងមុននេះបន្តិចនៅពេលដែលពួកគាត់បំរុងនឹងចូលទៅក្នុងបន្ទប់របស់ទូប្រុសទៅហើយអូយទូស្រីរបស់យើងបានគាត់ប្រាប់ថានាងអាចនៅបន្ទប់ក្បែរនេះបានតែពួកយើងត្រូវតែមើលចិត្តគេបានច្បាស់លាស់សិនកាន់មកកាន់ពេលបច្ចុប្បន្ននេះវិញទូប្រុសបានគេថាត្រូវតែធ្វើឲ្យតកូសង្ឃអស់សង្ឃឹមជាមុនសិនកុំឲ្យរឿងនេះមករំខានបន្តមកទូប្រុសក៏ប្រាប់ទៅកាន់លោកពូកុំឲ្យខាតពេលនិយាយដល់រឿងចំណុចសំខាន់តែម៉ាងទៅចំពោះទូប្រុសវិញគឺចូលចិត្តមនុស្សដែលមានរូបរាងស្អាតចង់សួរទំហំទាំង3របស់កូនស្រីរបស់គាត់បន្តិចហើយលោកពូក៏បានយកគ្រឿងមួយហ្នឹងមកប្រាប់កូនស្រីរបស់គាត់វិញរួចក្មេងតូចរបស់យើងក៏ប្រាប់ទៅវិញថានាងកំពុងតែរកមនុស្សដែលប្រកែកខាងហ្នឹងដែរនាងក៏ប្រាប់អាម៉ាក់បាននាងសួរគេមើលថាបានឬមួយក៏អត់ហើយអ្នកមីងក៏បញ្ញាប់យកគ្រឿងដែលទូស្រីនិយាយនោះមកប្រាប់ប្តីរបស់គាត់រួចចំណែកឯលោកពូនៅពេលនេះកំពុងតែវល់ក្បងត្មាងសំណួររបស់ពួកគេទាំងពីរនឹងប្លែកៗណាស់ការណាត់ជួបលើកនេះត្រូវបរាជ័យហើយមែនទេនៅពេលដែលលោកពូមកជួបទូប្រុសវិញទូប្រុសក៏ប្រាប់ពីចំណងចំណូលចិត្តគេចូលចិត្តមនុស្សស្រីចូលក្លឹបដាច់យប់មិនត្រឡប់មកផ្ទះវិញអូយចំណែកឯទូស្រីរបស់យើងណាវិញនាងថានាងចូលចិត្តប្រុសក្មេងៗសាច់ដុំ8កង់មនុស្សប្រុសដែលមានសាច់ដុំ8កង់នៅលើខ្លួនរបស់ពួកគេទើបធ្វើឲ្យអារម្មណ៍របស់នាងស្រស់ស្រាយហើយចុះលោកស៊ីវិញនោះមានចំណូលចិត្តអីខ្លះទៅអ្នកមីងក៏កុហកទៅថាគេមានចំណូលចិត្តខាងឆុងតែអូយក្មេងតូចរបស់យើងថាសិល្បៈខាងឆុងតែចរិតដូចជាមនុស្សស្រីខ្លាំងណាស់កាន់មកកាន់លោកពូយើងវិញប្រាប់ទៅកាន់ទូប្រុសថាកូនស្រីរបស់គាត់ចូលចិត្តអ្នកបដាលសាច់ដុំពោះមិនដឹងថាប្រមាណកង់នោះទេក៏ភ្លេចបាត់ទៅហើយទូប្រុសថាចំណងចំណូលចិត្តកូនស្រីរបស់លោកពូពិតជាប្លែកមែនហើយទូប្រុសក៏សួរសំណួរចុងក្រោយកូនស្រីរបស់គាត់ក្រោយពីរៀបការរួចមានកម្រងយកកូនប៉ុន្មានដែរចំពោះទូប្រុសវិញគឺស្រឡាញ់ក្មេងណាចង់បានកូន8នាក់ខ្វះមួយក៏មិនបានដែរកាន់មកកាន់ទូស្រីនេះវិញនាងគិតថាប្រហែលជាលោកស៊ីមិនចូលចិត្តក្មេងទេមើលតែនាងក៏ប្រាប់ទៅកាន់ម៉ាក់របស់នាងទោះបីជានាងបរាជ័យក្នុងទំនាក់ទំនងស្នេហាយ៉ាងណាក៏ដោយប៉ុន្តែនាងមិនធ្វើឲ្យបាត់បង់ភាពក្លាហានក្នុងការធ្វើជាម្ដាយរបស់គេនោះទេនាងនឹងបង្កើតកូនចំនួន8នាក់ទូប្រុសជាមួយនឹងទូស្រីមានចិត្តដូចគ្នាតែម៉ាងអ្នកមីងសប្បាយចិត្តខ្លាំងមែនទែនពិតជាល្អណាស់លោកស៊ីគេចង់បានកូន8នាក់អូយក្មេងតូចបើយើងបើកភ្នែកឡើងធំស្អីគេគិតថាខ្ញុំគឺជាមេជ្រូកមែនទេហើយអ្នកមីងក៏និយាយទៅកូនល្ងងនេះមនុស្សប្រុសដែលចង់បានកូន8នាក់គឺពិបាករកណាស់ក្នុងពេលដែលគេចង់បានធ្វើឲ្យអ្នកមីងស្លាប់បាត់ភ្នែកចិត្តហើយបន្ទាប់មកអ្នកមីងក៏នឹងនាំកូនស្រីរបស់គាត់ទៅជួបមុខរបស់គេម្ដងនៅពេលនេះទូប្រុសក៏ភ្ញាក់ផ្អើលផងដែរសួរទៅកាន់លោកពូនេះមិនគិតថាច្រើនពេកទេនេះ8នាក់លោកពូប្រាប់ថាមែនហើយម៉ាក់បាននាងកំពុងតែនាំនាងមកទីនេះហើយគេក៏តែនិយាយគ្នាដល់តែល្អជាងទូប្រុសអត់តម្រូវក៏ប្រាប់ទៅកាន់លោកពូវិញថាគេរៀបការរួចហើយរីឯតួស្រីនាងក៏ដូចគ្នាប្រាប់ទៅកាន់ម៉ាក់របស់នាងថានាងរៀបការរួចហើយប៉ុន្តែតួស្រីឲ្យអ្នកមីងបើកវាមើលនោះទេចាំលើក្រោយចាំនាងនាំគេទៅផ្ទះដើម្បីឲ្យជួបអ្នកទាំងពីរឥឡូវនេះនាងទៅមុនហើយអូយក្មេងតូចបាយយើងដាក់មេប្រុចរត់ទៅយ៉ាងលឿនតាម៉ាងហើយតួប្រាប់របស់យើងក៏មិនបានឲ្យលោកពូបើកមើលតាមស៊ីវិលនឹងដែរតួប្រាប់ក៏សុំទោសទៅកាន់លោកពូដែលការចង់សម្ព័ន្ធត្រូវលុបចោលចំពោះលោកតាតើគេគឺជាអ្នកបកស្រាយប្រាប់គាត់អ្នកនាងសងល្អទេប្រកាសជារកបានមនុស្សល្អជាងខ្ញុំហើយអូយតួប្រាប់របស់យើងក៏បញ្ញាប់ដាក់មេប្រុចផងដែរតួប្រាប់ក៏កិច្ចតួស្រីក៏កិច្ចមានណាជួបគ្នានៅទីនេះតាម៉ាងប្រពន្ធសម្លាញ់ជួបគ្នាចៃដន្យពេលនេះគឺជាវាសនាហើយ
ទូស្រីក៏ប្រាប់ឲ្យទូប្រុសរបស់យើងមកតិចព្រោះថាប៉ាម៉ាក់បាននេះមិនតាន់ទៅណាឆ្ងាយទេរកមកអ្នកណានៅគេនៅទីនេះមែនទេទូប្រុសក៏ស្រែកខ្លាំងប្រពន្ធសម្លាញ់នាងគឺជាមនុស្សស្រីដែលខ្ញុំស្រឡាញ់បំផុតអូយទូស្រីរបស់យើងក៏បិទមាត់កត់បបតាម៉ាងប្រាប់ទៅថានាងគឺមកជួបជាមួយនឹងមិត្តភក្តិរបស់នាងនោះទេកុំនិយាយខ្លាំងពេកចាំនាងនាំទៅញ៉ាំបាយចាស់ហើយទូស្រីក៏បញ្ញាប់នាំប្តីរបស់នាងចេញពីទីនេះទៅយ៉ាងលឿននៅពេលដែលប៉ាម៉ាក់របស់ទូស្រីបានចេញមកដែរក៏បានឃើញកូនស្រីជាមួយនឹងទូប្រុសដែលចៃដន្យប៉ុន្តែពួកគាត់បាននិយាយជាមួយនឹងពួកគេនោះទេដោយសារតែពួកគេបញ្ញាប់ចុចចដាយយន្តបិទតាម៉ាងអ្នកមានឃើញបែបនឹងថាទូប្រុសជាមួយនឹងកូនស្រីរបស់គាត់ស័ក្តិសមគ្នាណាស់ប៉ុន្តែគួរស្ដាយដែលកូនស្រីរបស់គាត់គ្មានវាសនាទូប្រុសបាននាំទូស្រីមកញ៉ាំអីនៅក្នុងហាងនេះទៀតហើយទូស្រីក៏សួរទៅក្រែងថាទូប្រុសថាកន្លែងនេះអាជីវកម្មមិនល្អទើបគ្មានភ្ញៀវអូយទូប្រុសក៏កុហកទៅរឿងអាជីវកម្មឡើងចុះគឺជារឿងធម្មតានោះទេនេះញ៉ាំមួយម៉ាត់ទៅទូស្រីថាមិនចាំបាច់នោះទេឥឡូវនេះនាងមើលឃើញតែមើលចុះអ្នកដែលគេមកញ៉ាំអីទៅពីអ្នកគេមិនអង្គុយចប់គ្នាអញ្ចឹងនោះទេទូប្រុសថាគាត់គឺជាមនុស្សខុសគេចូលចិត្តអង្គុយក្បែរប្រពន្ធលើកមុននាងក៏មកឃើញដែរមិនក៏ឲ្យគាត់ទៅចោលហើយទូស្រីរបស់យើងក៏ព្រមហាមាត់ញ៉ាំទៅឲ្យញ៉ាំខ្លួនឯងខ្លះតើកុំធ្វើបែបហ្នឹងពេកម៉ងធ្វើឲ្យអ្នកមើល single មកចាស់ចំណែនគេងាប់ហើយទូស្រីក៏សួរថាមិនបានជាគាត់ដឹងថានាងចូលចិត្តញ៉ាំនៅហាងនេះទូប្រុសប្រាប់ថាគាត់ធ្លាប់ឃើញនាងបង្ហោះនៅលើបណ្ដាញសង្គមបន្តមកទូស្រីនាងក៏ស្រមៃនាងធ្លាប់មកទីនេះជាមួយនឹងជើងយាប៉ុន្តែពេលនោះដោយសារតែនាងត្រូវតម្រង់ជួរហើយប្រហែលជាកន្លះម៉ោងទៀតទៅដល់លេខបាននាងជើងយាបាននៅរងចាំជាមួយនឹងនាងនោះទេក៏ចេញទៅបាត់ទៅហើយទូស្រីក៏បានថតវានិងបានបង្ហោះវាទៅលើបណ្ដាញសង្គមបន្តមកទូស្រីនាងក៏និយាយទៅកាលនោះនាងបានបង្ហោះវាយូរណាស់មកហើយកុំប្រាប់តែគាត់លួចស្រឡាញ់នាងដែរណាទូប្រុសក៏ប្រាប់ទៅកាន់ទូស្រីរបស់យើងថាពិតមែនហើយអូយក្មេងទៅបើយើងថាទៀតហើយចាប់ផ្ដើមការសម្ដែងទៀតហើយគាត់ពិតជាឧស្សាហ៍ខ្លាំងណាស់ដើរតួជាសង្សាររបស់នាងហើយនៅតាមដានសារបង្ហារបស់នាងទៀតអញ្ចឹងរូបភាពអាក្រក់ជាមួយនឹងពាក្យពេចន៍របស់នាងកាលពីមុននោះមិនត្រឹមតែឃើញនោះទេបងវិភាគទៀតផងអូយក្មេងទៅក៏ប្រាប់តែថានាងចង់ញ៉ាំឲ្យច្រើនលើក្រោយនាងខ្លាចចាំយូរទៀតទូប្រុសប្រាប់ថាមិនអីនោះទេទីនេះមានកន្លែងសម្រាប់នាងជានិច្ចទូប្រុសគិតថាពីព្រោះក៏បានទិញវាសម្រាប់នាងតែម្នាក់គត់ចាប់តាំងពីនាងបានបង្ហោះរោគមកម្លេះនៅថ្ងៃនេះជើងយាបានចំណាយលុយ88,000ជាថ្នូរដើម្បីឲ្យបានជួបជាមួយនឹងលោកស៊ីបន្តមកអបិម្នាក់នេះក៏ចូលមករកគេនិងបានប្រាប់ពីដំណឹងរបស់លោកស៊ីកំពុងតែណាត់ជួបជាមួយនឹងមិត្តស្រីរបស់គាត់នៅក្នុងភោជនីយដ្ឋាន Side Steak ហើយគេក៏ណែនាំខ្លួនរបស់គេបើមានការអីឲ្យជើងយាតាក់ទងទៅកាន់គេបានហើយជើងយាក៏បញ្ញាប់ចាក់ចេញទៅយ៉ាងលឿនដើម្បីទៅរកលោកស៊ីប៉ុន្តែនៅពេលដែលគេមកដល់អ្នកយាមម្នាក់នេះបានប្រាប់ទៅកាន់គេថាពួកគេចេញទៅបាត់ហើយគេក៏បញ្ញាប់តាក់ទងទៅកាន់កេងរបស់គេប្រាប់ថាលោកស៊ីកំពុងតែញ៉ាំស្ករគ្រាប់អូយប្រអ្នកមានកំពុងតែញ៉ាំស្ករគ្រាប់មែនទេបន្តមកជើងយាក៏តាក់ទងទៅកាន់កេងរបស់គេថាកេងរបស់គេនឹងកំពុងតែបោកគេហើយឆាប់សងលុយគេភ្លាមកូនប្រុសអ្នកមានអាណាស៊ីស្ករគ្រាប់ទៅកេងម្នាក់នឹងប្រាប់ថាមិនបានកោនោះទេបច្ចុប្បន្នឃើញលោកស៊ីកំពុងតែញ៉ាំស្ករគ្រាប់ជាមួយនឹងមិត្តស្រីពិតមែនអូយមិនតាន់និយាយដល់រឿងគ្នាផងកេងម្នាក់នឹងក៏បាត់ទូរស័ព្ទតាម៉ាងតាមពិតទៅលោកស៊ីដែលគេកំពុងតែរកនឹងគឺជាទូប្រុសរបស់យើងនឹងឯងទូប្រុសបាននាំទូស្រីមកញ៉ាំកោក្របមកមើលទេសភាពស្អាតនិងប្រាប់ទៅកាន់ទូស្រីក៏ធ្លាប់ជួបជាមួយនឹងក្មេងស្រីម្នាក់កាលពីនៅក្មេងនៅក្បែរទីនេះបងចង់និយាយថាក្មេងស្រីម្នាក់នោះគឺជាគូស្នេហ៍គ្រាដំបងរបស់បងមែនទេពេលបងជឿចាប់ក្មេងស្រីម្នាក់នោះក៏ចូលមកបំភ្លឺក្នុងជីវិតរបស់បងមែនទេបន្តមកទូប្រុសក៏សម័យនៅឃើញរឿងកាលនោះនៅពេលនោះលោកតាបានប្រាប់ដំណឹងដល់សាកសៅមកកាន់គាត់គឺថាប៉ាម៉ាក់របស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្រៅប្រទេសកំពុងតែអង្គុយកាលទៅក៏មានក្មេងស្រីម្នាក់បានចូលមកនិយាយលើកទៅចិត្តគាត់សាច់ច្បងទោះបីជាប្រឡងមិនបានបន្ទូលល្អក៏មិនអីនោះទេពេលក្រោយចំពោះយើងខិតខំប្រឹងប្រែងទៀតទូប្រុសក៏ប្រាប់ទៅកាន់នាងកុំឲ្យមករំខានគាត់អូយក្មេងស្រីរបស់យើងក៏ចូលទៅអង្គុយក្បែរតាម៉ាងនាងថាបន្ទប់របស់នាងកាលពីមុនក៏មិនតាន់គ្រប់ដើម្បីចូលរៀននៅសាកលវិទ្យាល័យដូចគ្នាប៉ុន្តែនាងបានខិតខំប្រឹងប្រែងរៀនជារៀងរាល់ថ្ងៃហើយឥឡូវនេះបន្ទប់របស់នាងឈានដល់កម្រិតមួយដែលប្រសើរជាងមុនអូយក្មេងតូចរបស់យើងបកកែនិយាយលើកទឹកចិត្តគេរហូតដល់ដេកលក់នៅទីនឹងតាម៉ាងបន្តមកទូប្រុសងើបបំរុងដៃចេញទៅហើយក៏បន្តែទូស្រីរបស់យើងភ្ញាក់ដឹងខ្លួនឡើងវិញទូប្រុសក៏ប្រាប់ទៅកាន់នាងថាមិនចាំបាច់មកតាមគាត់នោះទេគាត់មិនគិតខ្លីនោះឡើយអូយក្មេងតូចរបស់យើងមិននិយាយអីនោះទេតែអោបគេពឹបតាម៉ាងដើម្បីផ្ដល់កម្លាំងចិត្តចូលត្រង់កន្លែងនេះទូស្រីឡើងខ្ជូតឡើងគួរឲ្យស្រឡាញ់ទូស្រីក៏ប្រាប់ទៅកាន់ទូប្រុសបើចង់យំក៏យំមកនឹងធ្វើឲ្យគាត់បានធូរស្រាលខ្លះនាងនឹងមិនមើលហើយក៏មិនស្ដាប់សំឡេងរបស់គាត់ដែរហើយទូប្រុសរបស់យើងក៏បានយំពិតមែនចាប់តាំងពីពេលហ្នឹងមកក៏លងស្រឡាញ់ក្មេងស្រីតាម៉ាងប៉ុន្តែមកទូប្រុសគិតថាយប់នោះទូស្រីរបស់យើងខ្លាចគាត់គិតខ្លីក្មេងស្រីដែលនៅកំណត់គាត់ពេញមួយយប់នាងថានៅក្នុងចិត្តរបស់គាត់មិនអាចបំភ្លេចបានគាត់បានលងស្រឡាញ់នាងរហូតដល់ខ្លួនមិនរួចបន្ទាប់ពីគាត់ដោះស្រាយបញ្ហាគ្រួសាររួចគាត់ក៏បានទៅរៀនសាកលវិទ្យាល័យដែលនាងចង់ចូលប៉ុន្តែទូស្រីបានភ្លេចគាត់បាត់ហើយអូយក្មេងតូចរបស់យើងក៏សួរទៅនេះមិនមែននាងនិយាយត្រូវទេហ៎ស៊ីយានពេលដែលបងសម្លឹងមកមើលអូននេះបងកំពុងតែគិតដល់អ្នកណាទៅទូប្រុសសួរថាទូស្រីរបស់យើងប្រច័ណ្ឌហើយមែនទេនៅក្នុងភ្នែកនិងបេះដូងរបស់គាត់មានតែនាងម្នាក់គត់អូយអ្នកណាជាប្រពន្ធរបស់លោកទៅបន្តមកទូប្រុសក៏ទៅដើមយកស្ករពីដៃរបស់ទូស្រីក៏ដេញដណ្ដើមយកវិញអូមើលតែឡើងរស់មិនតិចអូយអ្នកមើល single មកចាស់កំពុងតែញញឹមហើយមែនទេអញញឹមនឹងធ្វើដូចជាខ្លួនឯងមានគូរីគេអញ្ចឹងឡើង single មកចាស់តែមកឲ្យធ្វើឯងអញញឹមកាន់មកកាន់ជើងជានៅវិញតាមរកនៅប្រុសស៊ីមកដល់ទីនេះដែរគេឆ្ងល់ខ្លាំងមែនតើមិនបានជានៅប្រុសស៊ីមករត់លេងនៅទីនេះលោកប្រុសស៊ីធំហើយនៅរត់លេងនៅជាកូនក្មេងទៀតនេះមិនខ្លាចតលេដៃប៉ះពាល់រាងកាយទេអីនៅពេលនេះទូប្រុសជាមួយនឹងទូស្រីបានមកស្នាក់នៅសន្តាគារហើយទូប្រុសគ្រាន់តែឃើញប្រពន្ធរបស់ខ្លួនងូតទៅគ្រួស្លៀកពាក់ឈុតមួយនេះហ្នឹង
គាត់បានឈមមើលនាងឡើងផ្លឹកទូប្រក៏សួរទៅផ្លាស់ប្ដូរឈុតរួចហើយអូយទូស្រីក៏យកកសែមួយនេះជូតឲ្យទូប្រនឹងនិយាយថារួចហើយមនុស្សពីរនាក់នៅក្នុងបន្ទប់សន្តាគារជាមួយនឹងគ្នាថែមទាំងមានលក្ខណៈពីពីទៀតបើយើងទៅពីរនាក់មានរឿងអីកើតឡើងមិនខុសទេណោះមិនបានជាអូនមិនខ្លាចបងជឿជាក់លើបងខ្លាំងណាស់អូយទូស្រីបើយើងថារឿងនេះសួរគាត់វិញទៅត្រៃពីមុនគាត់សម្ដែងធ្វើជាមនុស្សមិនល្អរួចឆ្លៀតឱកាសពីនាងប៉ុន្តែនៅពេលដែលរឿងកើតឡើងមែនទែនគាត់បែរជាព្រួយបារម្ភទៅវិញមែនទេហើយទូប្រក៏សួរទៅតែនាងគិតច្បាស់ហើយមែនទេគាត់មិនឆ្លៀតឱកាសឲ្យមកបំពេញលើនាងនោះទេអូនគិតថាបងពិតជាចង់ណាស់មែនទេអញ្ចឹងអូនត្រូវអរគុណដល់បងដែលបងខំយកចិត្តទុកដាក់ចំពោះអូនអញ្ចឹងបងគួរតែឲ្យឆ្ងាយពីអូនទៅអូយគ្មានទៅបើយើងថយពីជំហានសួរទូប្រថាប៉ុណ្ណឹងគ្រប់គ្រាន់ទេអូយទូប្របើយើងចាប់នាងមកក្បែរពើបឺតមាត់នាងប៉ោចតាម៉ាអូយធ្វើអ្នក single មកចាស់ផ្ងាពោះបាសជើងបាត់ហើយចឹងនៅពេលនេះជើងយាបានមកដល់បន្ទប់សន្តាគាររបស់ទូប្រដែរហើយតាមរយៈកេងសម្ងាត់ឲ្យទីតាមមកកាន់គេបន្តមកគេក៏គោះឲ្យអ្នកប្រុសស៊ីគេថាគ្រួសារជើងមានរឿងសំខាន់មួយចង់ប្រាប់គាត់ជើងយាឃើញមានគេឆ្លើយតបហើយគេក៏បានឃើញទ្វារអត់បានចាក់សោហើយគេក៏បានឃើញលោកស៊ីកំពុងតែនេះជាមួយនឹងមនុស្សស្រីអូយគេឡងបាយតំងថាលោកស៊ីគ្រាន់តែស្គាល់ក្របជាមួយនឹងការរត់លេងទឹកធ្លាក់ក៏អាចបញ្ឆោតនារីម្នាក់បានដែរប៉ុន្តែនៅពេលដែលគេមើលយូរទៅដូចជាធ្លាប់ស្គាល់នៅពេលនោះមនុស្សរបស់តួប្រក៏បានមកផ្ទះស្មាគេបាច់ហើយគេក៏ណែនាំទៅថាគេគឺជាជើងជាគេមកទីនេះក៏មានរឿងសំខាន់មួយចង់មកប្រាប់លោកស៊ីពីរឿងអនាគតប្រពន្ធរបស់គាត់ដែលផាត់ក្បត់គ្រាន់តែដឹងថាគេគឺជាជើងជាក៏ប្រាប់មនុស្សឲ្យចាប់គេតំងចង់គេចាប់ឲ្យដាក់ទោសគេខ្លាំងទៅជាងយីខំព្យាយាមបកស្រាយដែរប៉ុន្តែមនុស្សរបស់តួប្រមិនព្រមស្ដាប់នោះទេចំណែកតួប្រកំពុងតែមានក្តីសោកតួស្រីស្រាប់តែបញ្ឈប់ភ្លាមនាងដូចជាបានលើសម្លេងនៅខាងក្រៅអូយចង់តែណែសត្វតសៃតាម៉ាងតួប្របានចាប់លើកលីតួស្រីបើយើងដាក់នាងទៅលើពូកហើយក៏ប្រាប់ទៅកាន់នាងមិនចាំបាច់ខ្វល់នោះទេរឿងនេះថាភ្នាក់ហូតមើលឲ្យចំណែនតាម៉ាងហើយព្រលឹមឡើងតួស្រីក៏និយាយទៅកាន់តួប្រមិនមែនតួប្រធ្លាប់ត្រូវឆ្កែខំទេមែនទេបានជាគាត់មិនចង់រាប់អានអ្នកណាតទៅសោះនាងអាចទុកចិត្តគាត់បានទេអូយតួប្រក៏និយាយទៅវិញទៅអញ្ចឹងអូនទៅផ្ទះជាមួយនឹងឆ្កែរបស់អូនទៅតួប្រចង់ឲ្យតួស្រីទៅជួបជាមួយនឹងលោកតារបស់គាត់អូយគ្មានទៅបើយើងស្ដាប់លឿនចឹងបើភ្នែកឡើងធំជួបគ្រួសារលឿនម៉េះតួប្រថាលឿនណាទៅនេះគឺជាលើកទី1របស់គាត់ហើយនាងថែមទាំងយកភាពបរិសុទ្ធរបស់គាត់ទៀតមិនចង់គិតគូរអនាគតរបស់គាត់ទេអីឬមួយក៏នាងមិនពេញចិត្តត្រង់កន្លែងណាមិនឆ្ងល់នោះទេមិនបានជាលោកតារបស់គាត់តែងតែជេរគាត់ថាគាត់នឹងចិញ្ចឹមស្រីកំណាន់គ្រប់គ្នាស៊ីយានមិនបានជាបងនិយាយពាក្យទាំងអស់នេះខ្ញុំគិតថាបងចង់ឲ្យលោកតាបោកស្បែកបងឲ្យមែនទេដូច្នេះលោកតាក៏គិតថាអូនក៏ជាស្រីកំណាន់បាក់បងដែរតួប្រាប់ថាបើលោកតាឃើញនាងប្រកាសជាចូលចិត្តអូយតួប្រាប់បំរុងនឹងអោនទៅថើបកូនរបស់គេទៀតហើយប៉ុន្តែជាសំណាងល្អវិញដែលទូរស័ព្ទបានរកឡើងមុនខំឲ្យអ្នកមើល single មកចាស់ផ្ងាពោះបាសជើងម្ដងទៀតហើយខាងមន្ទីរពេទ្យទេតួស្រីបើយើងទៅពិនិត្យភ្នែកនៅព្រឹកនេះបន្តមកតួស្រីក៏មកខាងមន្ទីរពេទ្យហើយក៏បាននាំតួប្រាប់មកជាមួយផងដែរហើយតួប្រក៏ប្រាប់ទៅកាន់អ្នកគ្រូពេទ្យទៅថាគាត់ទៅរៀបការជាមួយនឹងតួស្រីហើយគាត់ក៏បានអរគុណទៅកាន់អ្នកគ្រូពេទ្យទាំងអស់គ្នាផងដែរអ្នកគ្រូពេទ្យម្នាក់នេះក៏អបអរសាទរប៉ុន្តែហៅតួប្របើយើងថាលោកជាងអូយតួប្រាប់បើយើងក៏ប្រាប់ទៅវិញគាត់បដូរឈ្មោះហើយឈ្មោះរបស់គាត់គឺស៊ីយានតួស្រីក៏ថាឥឡូវនេះក៏បដូរឈ្មោះហើយមិនគួរណាគាត់ចេះគិតឈ្មោះចេញខ្លួនឯងសោះបន្តមកតួប្រក៏បកស្គាល់ពីពិភាក្សាឲ្យទៅកាន់អ្នកគ្រប់គ្នាដែលនៅទីនេះហើយក៏សុំតួស្រីដើម្បីយកវាទៅឲ្យអ្នកខាងក្នុងផងដែរអូយមុននឹងតែគេថើបគ្នាទៀតដល់គួរឲ្យចំណានខ្លាំងមែនទែនហើយអ្នកគ្រូពេទ្យក៏ចូលមកអបអរសាទរទៅកាន់តួស្រីទីបំផុតតួស្រីបានរៀបការបានសម្រេចហើយតួស្រីក៏សួរទៅកាលពីមុនតួប្រគឺជាអ្នកមើលថែនាងមែនទេអ្នកគ្រូពេទ្យប្រាប់ថាពិតប្រាកដហើយតួប្រគឺជាប្តីគំរូនៅក្នុងមន្ទីរពេទ្យនេះមានបារណាម្នាក់អាចបម្រើប្រពន្ធបានល្អយ៉ាងនេះទៅតួស្រីក៏សម័យនឹកឃើញរឿងដែលតួប្របានមើលថែនាងគឺគាត់បានយកចិត្តទុកដាក់នឹងមើលថែតួស្រីរបស់យើងបានល្អខ្លាំងមែនទែនបន្ទាប់មកអ្នកគ្រូពេទ្យក៏បង្ហាញរូបដែលជាក្តីស្រឡាញ់របស់តួប្រឲ្យទៅកាន់តួស្រីមើលតួស្រីក៏ប្រាប់ឲ្យអ្នកគ្រូពេទ្យផ្ញើរូបនឹងមកឲ្យនាងមកនៅពេលនោះជើងយកក៏បានដើរចេញមកសភាពរបស់គេនៅពេលនេះឡើងទ្រុឌទ្រោមព្រះអើយលោកទទួលបានកម្មផលលឿនម្ល៉េះតែបដាបច្ចុប្បន្នភ្នែកពេលមនុស្សអាក្រក់រមែងទទួលបានផលអាក្រក់បើមិនមែនមកពីនេះនោះទេយើងមិននឹងខ្លាចទៅជាបែបនេះទៅអេនាងខ្លាចយើងប្រាប់នៅប្រុសស៊ីពីរឿងដែលនាងផាត់ក្បត់គេមែនទេមកទីនេះកំថានាងមកចង់សុំអង្វរយើងគ្មានផ្លូវនោះទេចង់ក្រៅលទ្ធផលក៏ដូចតែគ្នាខ្ញុំនឹងប្រាប់គេឲ្យដឹងទោះស្រីថាកំណត់ដង្ការខ្លួនឯងពេកនេះគ្មានផ្លូវអង្វរគេនោះទេបើគេចង់ប្រាប់ក៏ប្រាប់ទៅចឹងយកក៏និយាយទៅបើទោះបីជាតួស្រីរបស់យើងជាកូនច្បងនៃគ្រួសារសង្ឃកុំគិតថាអាចជិះទូកពីបាននោះព្រោះនាងនៅមានចំណងភ្ជាប់ពាក្យជាមួយនឹងគ្រួសារស៊ីបើសិនជាលោកប្រុសស៊ីដឹងនោះនឹងកំទេចនាងដូចជាសត្វស្មោចអញ្ចឹងនៅពេលនោះស្រាប់តែតួប្រុសរបស់យើងមកដល់តតឈើច្រត់របស់គេតាម៉ាងអូយអាចចង្រៃយកឯងធ្វើអីនឹងផ្លូវធំណាស់ឯងមិនចេះដើរកិច្ចទេអីឯងដូចប្រពន្ធរបស់គេធ្វើពុតជាមិនដឹងទៀតចាំតែមើលទៅយើងនឹងយកជីវិតរបស់ឯងមានអីត្រូវតួប្រុសរបស់យើងចន់ជើងឈឺរបស់គេបន្ថែមស្រែកដល់ណាគេអាកបន្តមកតួប្រុសក៏នាំតួស្រីរបស់យើងចេញពីមន្ទីរពេទ្យនឹងទៅចំណែកជើងយកនៅស្រែកបានទៀតថាតួស្រីរបស់យើងចាំតែមើលទៅពេលដែលតួប្រុសទទួលបានភាគហ៊ុនហើយនឹងក្បត់នាងនឹងតាត់ក្បាត់បើនាងចោលជាមិនខាននោះទេចាំមើលទៅរីឯតួប្រុសរបស់យើងនេះវិញបានប្រាប់ទៅកាន់ប្រពន្ធរបស់គាត់ភាគហ៊ុនបាននាងទាំងអស់ផ្ទៃនាងវិញហើយរួមទាំងខ្លួនប្រាណរបស់គាត់ទៀតអូយក្មេងតូចបើយើងក៏បោះត្រាទៅកាន់តួប្រុសរបស់យើងប៉ហើយប្រាប់ទៅកាន់គាត់ឲ្យនាំនាងទៅជួបលោកតារបស់គាត់ទៅពិតមែនណាបងមិនតាមបានប្រាប់ពីស្ថានភាពគ្រួសាររបស់បងនោះទេ
ទោះស្រីតែមិនអីនោះទេទោះបីជាគ្រួសាររបស់គាត់បែបណាក៏នាងសុខចិត្តទទួលដែរហើយទូប្រកបត្រាទៅកាន់ទូស្រីរបស់យើងវិញទៅមករួយធ្វើឲ្យអ្នក single មកចាស់ចំណានគេងាប់ទៀតហើយនៅពេលនេះទូប្របាននាំទូស្រីរបស់យើងមកដល់ផ្ទះរបស់គាត់ហើយទូស្រីគ្រាន់តែឃើញផ្ទះរបស់ទូប្រភ្លាមបើកភ្នែកឡើងធំទូស្រីក៏សួរទៅគាត់បានលក់ភាគហ៊ុនដែលនាងផ្ទះគាត់ទាំងអស់ហើយមែនទេអត់នោះទេនោះគឺជាអនុស្សាវរីយ៍របស់ពួកយើងទាំងពីរបងលក់មិននឹងកើតទៅទូស្រីថាត្រូវបើទោះបីជាលក់ភាគហ៊ុននោះទាំងអស់ក៏ដោយក៏មិនអាចទិញផ្ទះល្វែងដែលល្អបំផុតមួយនេះបានដែរហើយទូប្រក៏ប្រាប់នាងទៅនេះគឺជាផ្ទះរបស់គាត់ហើយអ្នកបម្រើនៅទីនេះក៏គោរពសួស្ដីទៅកាន់អ្នកប្រុសទូស្រីបើភ្នែកឡើងធំនិយាយថាជាអ្នកប្រាប់ផងហ៎ទូស្រីរបស់យើងនៅពេលនេះគេងគេបំរើនឹងចេញទៅទៀតទូប្រក៏ចាប់ប្រពន្ធរបស់គាត់ពើនឹងនិយាយថានាងថាទោះបីជាស្ថានភាពរបស់គាត់បែបណាក៏នាងទទួលយកដែរហើយប៉ុន្តែស្ថានភាពវាខុសគ្នាបើខ្ញុំប្រាប់លោកថាខ្ញុំជាកុមារស្ថិតដែលនៅលោកទទួលយកខ្ញុំដែរទេអូយទូប្រក៏ប្រាប់ទៅវិញថាប្រកាសជាអាចទទួលយកបានក្មេងទៅគិតថាមែនណានាងក៏បានលាក់បាំងអត្តសញ្ញាណពិតបាននាងដែរហើយទូប្រក៏ចាប់ដៃប្រពន្ធរបស់គាត់នាំនាងចូលទៅខាងក្នុងតាម៉ាងកាត់មកកាន់លោកតានៅវិញក្មេងស្រីម្នាក់ដែលមានឈ្មោះថាឈិនបានចូលមករកគាត់នាងចូលមកសួរលោកតាថាទូប្ររបស់យើងបានរៀបការហើយមែនទេលោកតាថាទូប្រដើម្បីទៅគេពីមង្គលការរឿងអីក៏ហ៊ានធ្វើដែរយកការរៀបការខ្លាំងៗមកបោកប្រាស់គាត់មិនត្រឹមតែប៉ុណ្្នឹងនោះទេថែមទាំងធ្វើលិខិតអាពាហ៍ពិពាហ៍ខ្លាំងៗទៀតឈិនក៏ប្រាប់ទៅកាន់លោកតាទៅបើសិនជាទូប្ររបស់យើងមិនចូលចិត្តនោះទេនាងអាចរៀបការជាមួយនឹងទូប្របានអត់មួយលោកតាក៏សួរទៅឯងស្ម័គ្រចិត្តមែនដែរទេនាងថានាងស្ម័គ្រចិត្តនាងស្រឡាញ់ទូប្ររបស់យើងតាំងពីក្មេងមកម្ល៉េះល្អណាស់ចាំឲ្យយានមកវិញយើងនឹងឲ្យគេបង្កាត់ភ្លើងស្នេហ៍ហើយទូប្រចូលមកដល់ប្រាប់ថាមិនចាំបាច់បង្កាត់នោះទេគេនាំចាប់ភាសាត្រឡប់មកផ្ទះហើយសួស្ដីលោកតាខ្ញុំឈ្មោះថាសឹងយូនីងបំរុងនឹងអង្គុយទៅហើយលោកតាតែតកភើមើលទៅខឹងដល់កណាត់មួយក្មេងទៅបីយ៉ាងភ័យលើភ្នែកសទៅហើយលោកតាថានាំមិត្តស្រីមកលេងផ្ទះមិនប្រាប់គាត់មុនចាស្រីយ៉ាពេលដែលឯងមកមិនក៏មិនផ្ដល់ដំណឹងមកមុនអញ្ចឹងលោកតាមិនបានត្រៀមអីទុកឲ្យនោះទេតែមានតែរបស់បន្តិចបន្តួចលោកតាក៏បកគោលការដែលមានលុយ10លានឲ្យនាងទុកជាកាដូបន្តិចបន្តួចលោកតាខ្ញុំមិនអាចទទួលយកបាននោះទេមានណាទូប្រក៏ឆក់យកពើប្រាប់ឲ្យប្រពន្ធរបស់គាត់នឹងយកវាទៅទូប្រក៏ប្រាប់ទៅកាន់លោកតានាងមិនជាមិត្តស្រីរបស់គេនោះទេគឺជាប្រពន្ធរបស់គេក៏បកគោលលិខិតអាពាហ៍ពិពាហ៍ដើម្បីឲ្យលោកតាមើលលោកតាក៏សួរទៅនេះគឺជាចៅផ្សាររបស់គាត់ប៉ែតមែនណាទូប្រក៏និយាយទៅមែនហើយលោកតាក៏និយាយថាល្អណាស់ក៏ប្រាប់ឲ្យគេយកបណ្ណាការលឿនមកបណ្ណាការដែលលោកតាត្រៀមឲ្យចៅភាសារបស់គាត់ពេជ្រជាច្រើនមហាសាលមែនទែនទូស្រីគិតថាបើទោះបីជានាងធ្លាប់ឃើញរបស់ល្អៗជាច្រើនក៏ដោយប៉ុន្តែនាងមិនដែលឃើញទស្សនវិជ្ជាចៃលើខ្ជិះខ្ជាបែបនេះនោះទេតែគ្រួសាររបស់បងមានឋានៈខ្ពស់បែបណាដែរតែអូយឈិនក៏ប្រាប់ទៅថាបងប្រុសសៀរបស់នាងគឺជាមហាសេដ្ឋីទី1នៅក្រុងនេះអូយទូស្រីរបស់យើងស្ដាប់លេងចាំភ្ញាក់ផ្អើលខ្លាំងមែនទែនគេថាអញ្ចឹងទូប្រគឺជាគូតដឹងរបស់នាងនឹងមែនទេតែមានរឿងអីទៅបានជាទូប្រសុខចិត្តធ្វើជាអ្នកក្រអររយៈពេល4ឆ្នាំអញ្ចឹងបន្តមកលោកតាក៏ប្រាប់ទៅកាន់ទូស្រីអំណោយទាំងអស់នេះគ្រាន់តែជាការចាប់ផ្ដើមនោះទេបើសិនជាមានចៅទួទៀតគាត់នឹងផ្ដល់ពីហ៊ុន 10% ឲ្យទៅកាន់គេជាមិនខានទូប្រក៏ខ្សឹបប្រាប់ពីមានតម្លៃរាប់ពាន់លានណោះអូយទូស្រីរបស់យើងស្ដាប់លើបែបនឹងបើភ្នែកឡើងធំតាម៉ាងបន្តមកឈិននាងក៏ក្រោកឡើងប្រាប់ទៅកាន់ទូប្រជាមួយនឹងលោកតាអ្នកទាំងពីរកំភៃអីទូស្រីក៏មិនអាចទទួលយកបានភ្លាមនោះទេនេះគឺជាលើកទី1ដែលនាងមកផ្ទះតកោស៊ីអូយទូស្រីក៏កែតែបង្ហាញអរិយាប័ត្រធ្វើរីជាខ្លួនឯងម្ចាស់ស្រីនៅផ្ទះនេះអញ្ចឹងហើយទូប្រក៏ប្រាប់ទៅកាន់នាងមិនចាំបាច់មកទីនេះញឹកញាប់ពេកនោះទេឈិនក៏និយាយទៅកាន់លោកតានាងគ្រាន់តែចង់ស្គាល់ពីបងស្រីថ្លៃតែប៉ុណ្ណាហើយលោកតាក៏សួរទៅកាន់ទូស្រីតើនាងមិនចង់ដើរលេងនៅទីនេះទេបើនាងមិនចង់ដើរលេងនោះទេឈិនចាប់ពីពេលនេះទៅមិនចាំបាច់មកទីនេះទៀតនោះទេបើសិនជាគ្មានការអនុញ្ញាតពីទូស្រីហើយទូស្រីនាងក៏ប្រាប់ថានាងក៏ចង់ដើរលេងដែរដើម្បីឲ្យនាងមានឱកាសស្រូបយកខ្យល់បរិសុទ្ធពីទីនេះគ្រាន់តែទូស្រីទៅជាមួយនឹងឈិនទូប្រាប់អារម្មណ៍ដល់ហើយទៅតាមក្រោយតាម៉ាងនៅពេលនេះទូស្រីក៏ប្រាប់ទៅកាន់ឈិនឲ្យនិយាយតាមត្រង់មកឈិនក៏និយាយទៅស្មានតែទូស្រីរបស់យើងបានចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយនឹងទូប្រុសហើយអាចធ្វើជាអ្នកស្រីបានហើយមែនទេតាមពិតទៅនាងគឺជារបស់លេងសើចរបស់គាត់តែប៉ុណ្ណោះគាត់មិនជ្រើសរើសយកនាងនោះទេអូយទូស្រីក៏ប្រាប់ទៅវិញទៅប៉ុន្តែកាលពីយប់មិញទូប្រុសគឺបានភ្លក់នាងពេញមួយយប់ទៅហើយគាត់ដឹងច្បាស់ណាស់អីដែលគោប៉ះឬមួយក៏អត់របស់ដែលគាត់មិនគោប៉ះដូចជានាងនឹងឯងទូប្រុសស្ដាប់លើអញ្ចឹងញញឹមបិទមាត់មិនចិត្តនោះទេឈិនថាទូស្រីគ្រាន់តែជាទូជំនួសស្នេហ៍គ្រាដំបងរបស់ទូប្រុសតែប៉ុណ្ណោះអូយក្មេងតូចបើយើងថានាងរីករាយណាស់ដែលបានធ្វើជាទូជំនួសរបស់គេនាងទទួលបានទ្រព្យសម្បត្តិឡើងច្រើនចំណែកនាងមែនទេអូយគេក្តៅដូចបាយពុះតាម៉ាងនាងថាមើលសភាពរបស់ទូស្រីពេលនេះមិនជឿថាទូស្រីមិនចាប់អារម្មណ៍ជាមួយនឹងទូប្រុសឡើយហើយទូស្រីនាងក៏ភ្ញាក់ឲ្យទៅវិញទៅនាងមិនឃើញទេថាបងប្រុសស៊ីបាននាងក្លៀនយ៉ាងប៉ុណ្ណាបន្តមកឈិនក៏និយាយរឿងកាលពី4ឆ្នាំមុនដែលប៉ាម៉ាក់របស់ទូប្រុសបានស្លាប់នៅបរទេសមនុស្សស្រីដែលបានលួងលោមទូប្រុសក្រោយមកនាងក៏មានមិត្តប្រុសផ្សេងប៉ុន្តែទូប្រុសមានឆន្ទៈរឹងមាំណាស់រយៈពេល4ឆ្នាំមកនេះក៏មិនដែលខ្វល់ពីមនុស្សស្រីទៀតនោះឡើយស្នេហ៍គ្រាដំបងរបស់គាត់មានមិត្តប្រុសផ្សេងមែនទេឈិនក៏ប្រាប់ទៅថាមែនហើយនេះមិនត្រឹមតែមានមិត្តប្រុសផ្សេងទៀតនោះទេថែមទាំងពីការភ្នែកទៀតទូប្រុសបានរកគ្រូពេទ្យល្បីៗទូទាំងពិភពលោកដើម្បីព្យាបាលនាងមិនដឹងថានាងជាសះស្បើយឬនៅនោះទេទូស្រីក៏ថាមនុស្សស្រីពីការភ្នែកហើយក៏មានមិត្តប្រុសទៀតស្នេហ៍គ្រាដំបងរបស់គាត់មិនមែនជានាងទេមែនទេឈិនក៏ប្រាប់ឲ្យទូស្រីប្រាប់មកនាងត្រូវចំណាយប៉ុន្មានទើបឲ្យទូស្រីរបស់យើងចាក់ចេញអូយទូស្រីក៏ប្រាប់ទៅ$1000 លាននិងទូស្រីមិនបានរាប់បញ្ចូលនៅពេលដែលនាងមានកូនផងបើសិនជានាងបង្កើតកូនបានច្រើនភាគហ៊ុននឹងការឡើងដែរឬក៏អត់
អូយលើកបែបនឹងនាងខឹងខ្លាំងមែនតែបំរុងនឹងទេទៅកាន់តួស្រីប៉ុន្តែតួប្រុសបានស្រែនាងឈប់ភ្លាមមានណាតួស្រីបើយើងបានតែមកកភ្លៀងមុនផាច់វាយគេប៉ុណ្ណឹងឲ្យតួស្រីនៅញែកយកដាក់តួប្រុសទៀតលោកប្តីមិញនេះប្អូនស្រីបបងមានរោគចិត្តអូនគ្រាន់តែជួយឲ្យនាងដឹងខ្លួនឡើងវិញតែប៉ុណ្ណឹងអូនពិតជាភ័យណាស់អូយតួប្រុសក៏សួរទៅកាន់តួស្រីមិនបានជាមិនប្រាប់គាត់តាំងពីមុនមកពួកយើងបង្កើតក្មេងនៅយប់នេះតាម៉ាំងទៅអូយតួស្រីស្ដាប់លេងចឹងឡើងហាតាម៉ាំងបន្តមកតួប្រុសក៏ប្រាប់ឲ្យមនុស្សបកគាត់ចាប់ឈិនចេញទៅនៅពេលនេះតួប្រុសក៏ប្រាប់ទៅកាន់តួស្រីគាត់ពិតជាមានមនុស្សស្រីម្នាក់ដែលគាត់លួចស្រឡាញ់ពិតមែនតួស្រីថាគឺជានាងមែនទេតួប្រុសប្រាប់ថាមែនហើយនាងក៏សុំទោសទៅកាន់គាត់ដែលនាងបានភ្លេចតួប្រុសប្រាប់ថាមិនចាំបាច់សុំទោសនោះទេអីគ្រប់យ៉ាងដែលនាងផ្ដល់ឲ្យគាត់នៅយប់នោះគាត់គឺចងចាំជានិច្ចតួប្រុសតែងតែរងចាំអាការមួយសមរម្យហើយគាត់ក៏បានខ្លាចទៅជាមិត្តភក្តិរបស់អិចនាងដើម្បីបានចូលក្បែរជីវិតរបស់នាងនិងតាមដានបណ្ដាញសង្គមរបស់នាងជារៀងរាល់ថ្ងៃហើយថ្ងៃមួយអាកាសក៏បានផ្ដល់មកឲ្យគាត់ពិតមែននៅថ្ងៃនោះចឹងយាបាននិយាយថាពិតជាគួរឲ្យធុញមែនទោះស្រីបានពិការភ្នែកហើយនៅតាមគេស្អិតទៀតគេចង់រត់ណាគេម្នាក់មកបន្លំខ្លួនធ្វើជាគេតួប្រុសក៏ប្រាប់ទៅចាំបើជាគាត់ទៅអាចទេនៅពេលដែលទៅជួបជាមួយនឹងតួស្រីតួប្រុសបានដាក់ឧបករណ៍បដូរសំឡេងធ្វើបែបហ្នឹងទៅតួប្រុសអាចនៅក្បែរតួស្រីបានអូយក្មេងទៅបីយើងបានស្ដាប់រឿងនឹងគេជ្រួតជ្រាបគេអូយគេអោបគ្នាបែបហ្នឹងតែយើងគួរចំណានគេឬមួយក៏អត់ណាចំណានបណ្ដោយតើមានអីថាខាតឆ្អីបន្តមកតួស្រីក៏ប្រាប់ទៅកាន់តួប្រុសនាងក៏ចង់នាំតួប្រុសទៅជួបប៉ាម៉ាក់របស់នាងដូចគ្នាហើយក៏ចង់ឲ្យតួប្រុសភ្ញាក់ផ្អើលផងដែរនៅពេលនេះប៉ាម៉ាក់របស់តួស្រីក៏បានមកដល់ហើយនាងក៏ប្រាប់ទៅកាន់ពួកគាត់ចាំនាងឲ្យកូនប្រសារបស់ពួកគាត់ទៅទទួលចាស់តួប្រុសងើបចេញទៅប៉ុន្តែមុខរបស់គាត់ទៅទាំងភ័យមិនទេតួស្រីឃើញប្តីបាននាងភ័យមិនចង់ទៅអញ្ចឹងក៏ប្រាប់ថាទៅនៅពេលដែលតួប្រុសចេញទៅបានលោកតាក៏និយាយទៅកាន់តួស្រីជាលើកទី1ដែលគាត់ឃើញចៅប្រុសរបស់គាត់ភ័យអញ្ចឹងគេប្រកាសជាស្រឡាញ់ពេញចិត្តមែនហើយតែស្មានតែគេនឹងប្រើលែមិនសមរម្យតួស្រីក៏ថាលែដែលមិនសមរម្យគឺជាស្រីកំណាននឹងមែនទេបើគាត់ដឹងថាចៅប្រុសរបស់គាត់គឺជាគូត្រឹងបាននាងមិនដឹងថាគាត់ទទួលយកបានឬមួយក៏អត់នោះទេហើយលោកតាក៏និយាយរឿងរបស់តួប្រុសដូចជាមនុស្សឈួតចង់សាកល្បងធ្វើជាមនុស្សដែលមើលមិនឃើញក្រោយពីសាកល្បងរួចហើយតួប្រុសបាននិយាយថានាងច្បាស់ជាភ័យខ្លាចខ្លាំងហើយលោកតាក៏សូមឲ្យតួស្រីរស់នៅជាមួយនឹងគេល្អទៅរស់នៅសុខសាន្តនិងមានសុភមង្គលហើយតួស្រីក៏ប្រាប់ទៅកាន់គាត់កុំឲ្យបារម្ភអីនាងស្រឡាញ់តួប្រុសដោយចិត្តស្មោះល្អណាស់តាទុកចិត្តហើយគ្រាន់តែថាក្រុមគ្រួសាររបស់ឯងពួកគាត់នឹងពេញចិត្តគេដែរទេតួស្រីក៏ប្រាប់ទៅតាមពិតទៅលោកតាក៏ធ្លាប់ជួបជាមួយនឹងប៉ាម៉ាក់របស់នាងកាលពីមុនដែរតែកាន់មកកាន់ប៉ារបស់តួស្រីនៅវិញគាត់ពិតជាឆ្ងល់ខ្លាំងមែនទែនមិនបានជាកូនស្រីរបស់គាត់ឲ្យគាត់មកកាន់ផ្ទះគ្រួសារស៊ីទៅវិញនៅពេលដែលតួប្រុសឃើញអ្នកទាំងពីរក៏សួរទៅតើពួកគាត់មករកលោកតារបស់គេមែនទេលោកពូថាគាត់មកទីនេះគឺដើម្បីមករកកូនស្រីរបស់គាត់អ្នកនាងសង្ឃគឺនៅទីនេះហ៎លោកពូអ្នកខ្ញុំបានរៀបការរួចហើយខ្ញុំមិនអាចរៀបការជាមួយនឹងកូនស្រីអ្នកទាំងពីរបានទេលោកស្រីបាត់តកោស៊ីគឺមានតែប្រពន្ធរបស់ខ្ញុំម្នាក់តែប៉ុណ្ណោះអ្នកមីងប្រាប់ថាកំភៃអីណានៅមួយកូនស្រីរបស់គាត់មិនខ្វះបរិះតាមនោះទេហើយនាងក៏រៀបការរួចហើយដែរតួប្រុសក៏និយាយទៅវិញទៅបានចឹងល្អណាស់ប៉ុន្តែមិនបានជាមិនឃើញប៉ាម៉ាក់របស់យូនីអញ្ចឹងលោកកំពុងតែនិយាយពីអ្នកណាលោកកំពុងតែនិយាយពីកូនស្រីខ្ញុំមែនទេនៅពេលនេះឈិនបាននាំគ្រួសារជាមកបកក្រាតតួស្រីនាងថាតួស្រីបានរៀបការម្ដងរួចហើយតួស្រីក្រោកឡើងប្រាប់ឲ្យពួកគេឆាប់ចេញទៅហើយតួស្រីក៏ណែនាំឲ្យលោកតាស្គាល់ចឹងយាគឺជាសង្សារចាស់ដ៏ថោកទាបរបស់នាងហើយនោះគឺជាម៉ែរបស់គេដែលក៏កតោមកមានចិត្តអាក្រក់ចំណែកឯនោះគឺជាមិត្តភក្តិរបស់នាងដែលបានក្បត់នាងដល់បើកចំហអូយលោកតាពិតជាអាណិតឯងណាស់ចឹងយកក៏និយាយថាបើទោះបីជាពួកគេបានធ្វើខុសពិតមែនប៉ុន្តែតួស្រីក៏បានរៀបការម្ដងរួចហើយនៅពិធីមង្គលការរបស់គេគឺនាងបានក្បត់គេទៀតក្បត់គេយកមិត្តភក្តិរបស់គេដល់បើកចំហពួកគេបានចោះសម្រាប់ពីកាលពីថ្ងៃមុនគេក៏បានខេងផងដែរលោកតាក៏សួរទៅកាន់តួស្រីទៅតែពួកគេនិយាយគឺជាការពិតដែរទេខ្ញុំពិតជាបានបដូរកូនកំឡោះក្នុងថ្ងៃមង្គលការមែនឈិនក៏ប្រាប់ទៅកាន់លោកតាឆាប់យកស្រីសម្រាប់ម្នាក់នេះចេញទៅជាងគេថានាងនោះទេដែលត្រូវចាក់ចេញនោះអូយគ្រាន់តែបានឃើញតួប្រុសរបស់យើងម្នាក់និយាយថាគឺវាហ្នឹងហើយបងប្រុសស៊ីខ្ញុំនឹងជួយបងលេតដាំងមុខមាត់ពេទ្យរបស់នាងអូយគ្រប់គ្នាលេងចាំបើភ្នែកឡើងធំស៊ីយើងគឺជាអ្នកប្រុសស៊ីយ៉ាឈិនថាតួប្រុសរបស់យើងធ្វើជាអ្នកក្រអរយៈពេល4ឆ្នាំហើយគឺដើម្បីដណ្ដើមតួស្រីចេញពីជើងយាកនៅពេលនោះប៉ាម៉ាក់របស់តួស្រីក៏បានចូលមកផងដែរម៉ាក់របស់តួស្រីបានតែកភ្លៀនទៅកាន់យ៉ាឈិនផាច់តាម៉ាងអូយក្មេងតូចបីយើងគិតថាម៉ាក់បាននាងតែមកកភ្លៀននេះពិតជាខ្លាំងមែនតែដាក់មួយទៀតទៅហើយអ្នកមីងក៏វត្តមកកភ្លៀងទៀតផាច់តាម៉ាងអូយឡើងចង់ដាច់ផ្ងាតាម៉ាងហើយអញចំណែកប៉ារបស់តួស្រីក៏បានមកចាត់ការជើងយាកម៉ាក់របស់ជើងយាកជាមួយនឹងយ៉ាឈិនឃើញបែបនោះមិនស្រួលនោះទេអូយរត់តែមុនហើយអញចំណែកឈិនទៅប្រាប់ឲ្យយើងបានប្រាប់ទៅកាន់មនុស្សរបស់គាត់ចាប់ពីពេលនេះតទៅក៏ចង់ឲ្យគ្រួសាររបស់នាងបាត់មុខចេញពីក្រុងនេះបន្ទាប់ពីរឿងរ៉ាវត្រូវបានដោះស្រាយអស់តួប្រុសក៏លើកទឹកតែជូនប៉ាក្មេកមកទៅកាន់មុខរបស់តួប្រុសដូចជាភ័យដល់ហើយតួប្រុសក៏សម័យនឹកឃើញពីរឿងរ៉ាវដែលគាត់បាននិយាយមិនល្អកាលពីលើកមុនជាមួយនឹងលោកពូបន្ទាប់មកតួប្រុសក៏លើកទឹកតែជូនម៉ាក់ក្មេកវិញម្ដងហើយក៏បានសម័យផងដែររឿងដែលបាននិយាយបាញ់មិញថាមានតែប្រពន្ធរបស់គាត់នោះទេដែលអាចខ្លាចទៅជាអ្នកស្រីស៊ីអូយគ្រាន់តែអ្នកមីងហៅតួប្រុសរបស់យើងឡើងទន់ជើងតាម៉ាងបន្ទាប់មកចាស់ទុំក៏និយាយគ្នាយ៉ាងសប្បាយចិត្តរីករាយពួកគាត់សប្បាយចិត្តខ្លាំងមែនទែនក្តីបំណងប្រាថ្នារបស់ពួកគាត់ដល់ពេលនេះសម្រេចនៅយប់នេះតួប្រុសបានឆាប់មកកាន់តួស្រីរបស់យើងដែលធ្វើនាងឆ្ងល់ខ្លាំងមែនទែនក្រែងគាត់នៅទីនេះតែគាត់ចង់លេងល្បិចអីហ្នឹងអូយក្មេងតូចរបស់យើងក៏វយសលេងថានាងខ្លាចខ្លាំងណាស់ចង់ឲ្យតួប្រុសនៅក្បែរក្មេងតូចក៏ចាប់ផ្ដើមរាប់ថាក្រោយ3 2 1ខ្វាក់តាម៉ាងអូយលឿនដូចជារន្ទះចឹងនេះឯង
មកដល់អត់និយាយអីច្រើននោះទេចាប់គេបោះត្រាទៀតរួចធ្វើអ្នក single មកចាស់ចំណានគេងាប់ទៀតហើយតួស្រីនេះក៏នាំតួប្រុសរបស់យើងលេងបិទពួនទៀតរត់ចាស់រត់ឡើងគេចាប់បានតដែលតួស្រីក៏សួរទៅកាន់តួប្រុសលោកតាថាកាលពីមួយឆ្នាំមុនគាត់ដែលជាពពជើងដួលក៏កំពុងតែហាត់ដើរសាកល្បងធ្វើជាមនុស្សពិការភ្នែកមែនទេកាលពីមួយឆ្នាំមុនតួប្រុសបានចងភ្នែកធ្វើជាមនុស្សពិការហើយទាំងបានដាក់បបប្រកាន់ដៃចដើទៀតលោកតាឃើញចៅប្រុសរបស់គាត់បែបហ្នឹងក៏ចូលមកសួរថាមានរឿងអីតួប្រុសនិយាយនោះទេក្រៅពីពាក្យថានាងប្រកាសជាឈឺណាស់ហើយតែតួស្រីរបស់យើងខ្លាចជាងគេនៅពេលហ្នឹងគឺនាងខ្លាចបាត់បង់ជីវិតបាត់បង់ទំនាក់ទំនងសង្គមជាមួយនឹងមិត្តភ័ក្តិពេលដែលនាងងងឹតភ្នែកដំបងពួកគេមកហើយនឹងលងលោមនាងផងដែរប៉ុន្តែបន្តមកទៀតពួកគេក៏លេងមកនាងក៏អរគុណទៅកាន់តួប្រុសដែលគាត់មកលេងនាងនាំនាងទៅគ្រប់កន្លែងជួននាងទៅញ៉ាំអាហារហើយនឹងចង់សក់នាងរាល់ពេលដែលព្យាបាលរួចរាល់ក៏តែងតែកាន់ដៃរបស់នាងនឹងផ្ដល់កម្លាំងចិត្តឲ្យអូនស៊ីយិនអូនពិតជាស្រឡាញ់បងណាស់អូយមុនពេលដែលបញ្ចប់ធ្វើឲ្យអ្នកមើលលើជាតិស្ករទៀតហើយតួប្រុសក៏ប្រាប់ទៅនាងវិញគាត់ក៏ស្រឡាញ់នាងដូចគ្នាហើយរឿងរបស់យើងក៏សន្មតចប់ដោយបរិបូរអរគុណប្រិយមិត្តទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃមកតាមដានរឿងមួយនេះតាំងពីដើមរហូតដល់ចប់ជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អនិងសំណាងល្អ